ស្ដីអ្នកទាំងអស់គ្នានេះលីលីហើយនេះគឺអ្នកទាំងអស់គ្នានឹងមករើសបៀមើលដើម្បីដឹងថាតើនៅក្នុងខែឧសភាខែ5ឆ្នាំ2025នេះមានអ្វីខ្លះសម្រាប់អ្នកទាំងអស់គ្នានេះខ្ញុំបានរៀបចំសិលឹកបៀ4សិលឹកបានន័យថាមានក្រុម4ឲ្យអ្នកទាំងអស់គ្នារើសយកមួយសិលឹកបៀក្នុងចំណោម4សិលឹកហ្នឹងទៅហើយបន្ទាប់មកអ្នកគ្នាអាចចុចនៅក្នុង comment ឬក៏នៅក្នុង description box របស់ខ្ញុំដើម្បីមើលដឹងថាក្រុមរបស់អ្នកគ្នានៅនីតិណានៅម៉ោងណាឬនីតិណាអូខេអ្នកគ្នាចុចខាយកទៅតែត្មងបានអញ្ចឹងអ្នកគ្នាអធិដ្ឋានចិត្តមើលហើយរើសយកមួយក្នុងចំណោម4ហ្នឹងទៅតាមចិត្តទៅតាមវិញ្ញាណដែលហៅឲ្យទៅរើសបើសិនជាអ្នកទាំងអស់គ្នាអត់ចង់រើសឬក៏រើសអត់កើតកុំមើលហើយក៏មិនបាច់រើសដែរបានន័យថាមានខ្សែសម្រាប់អ្នកទាំងអស់គ្នាឬក៏អត់ចាំបាច់តន់ហន់ត្រូវមើលត្រូវលឺនោះទេអូខេការរើសបៀគឺដូចរបៀបជាការកំសាន្តអញ្ចឹងកុំបង្ខំខ្លួនឯងអីណានៅពេលដែលអត់ចង់ឬក៏មើលទៅឃើញដូចរបៀបថាអត់រើសអត់ត្រូវហ្នឹងអីចឹងបានន័យថាគឺអ្នកគ្នាកុំត្រូវរើសអីអូខេហើយការដោះបៀម្ដងទៀតវាគ្រាន់តែជាការដោះបៀនោះទេហើយគ្រប់យ៉ាងទាំងអស់គឺវាស្ថិតទៅលើកម្លាំងចិត្តរបស់អ្នកគ្នាទៅលើការធ្វើរបស់អ្នកគ្នាអញ្ចឹងសូមមេត្តាធ្វើគិតអ្វីដោយសតិសម្បជញ្ញៈណាចឹងទេជួបអ្នកគ្នានៅក្នុងក្រុមរបស់អ្នកគ្នាសួស្ដីអ្នករើសក្រុមទី1នេះគឺជាស្លឹកបៀរបស់អ្នកទាំងអស់គ្នាហើយនេះយើងមកមើលថាតើនៅក្នុងខែឧសភាខែ5ឆ្នាំ2025នេះមានអ្វីខ្លះសម្រាប់អ្នកទាំងអស់គ្នាជាមួយនឹងស្លឹកបៀគ្រួសារចេញមកមុនគេខ្ញុំមើលទៅឃើញថានៅក្នុងខែ5ហ្នឹងអ្នកទាំងអស់គ្នានឹងអាចផ្ដោតអារម្មណ៍ទៅលើគ្រួសារបានន័យថាឧទាហរណ៍ទៅនៅក្នុងគ្រួសារហ្នឹងអ្នកទាំងអស់គ្នាអាចទៀមទាត្រូវការនៅភាពស្ងប់ស្ងាត់នៅក្តីស្រឡាញ់ឬក៏សុភមង្គលនៅក្នុងគ្រួសារហ្នឹងឬក៏អ្នកគ្នានឹងព្យាយាមធ្វើដើម្បីឲ្យគ្រួសារហ្នឹងល្អបើសិនជាដូចរបៀបថាតែងតែឆ្លោះប្រកែកឬក៏អត់សូវសប្បាយគឺអ្នកទាំងអស់គ្នានឹងរកវិធីដោះស្រាយហើយសូមឲ្យមិត្តសមាជិកគ្រួសារហ្នឹងនិយាយត្រូវគ្នាហើយជាមួយនឹងស្លឹកបៀហ្នឹងគ្រាន់តែតំណាងឲ្យថាគ្រួសារហើយនឹងការជួបជុំគ្នាណាការជួបជុំគ្រួសារហ្នឹងគឺអាចថាជួបជុំជាមួយនឹងគ្រួសារសាច់ឈាមនឹងមែនតើឬក៏គ្រួសារប្លឹងដូចគ្នាដែរបានន័យថាគ្រួសារប្លឹងរបស់អ្នកគ្នាគេថាមនុស្សម្នាក់គឺមានប្លឹងរៀងខ្លួនហ្នឹងហើយនឹងប្លឹងរបស់យើងហ្នឹងគឺមានគ្រួសារទៀតណាដែលមិនមែនដែលអត់ចាំបាច់ជាគ្រួសារដែលយើងកើតមកជាមួយនឹងនោះទេអូខេអាហ្នឹងវាផ្សេងទៅតាមនឹងទៀតណាសម្រាប់អ្នកដែលជឿវាអាចមានរឿងបែបហ្នឹងកើតឡើងអញ្ចឹងទេខ្ញុំនឹងយកស្លឹកបៀផ្សេងមកដោះមើលថាតើមានអ្វីខ្លះសម្រាប់អ្នកទាំងអស់គ្នានៅក្នុងខែឧសភាឆ្នាំ2025នេះតើមានអ្វីសម្រាប់អ្នករើសក្រុមទី1ក្នុងខែឧសភាឆ្នាំ2025មានអ្វីសម្រាប់អ្នករើសក្រុមទី1ក្នុងខែឧសភាឆ្នាំ2025សូមអរគុណមានស្លឹកបៀ success ជាមួយនឹងស្លឹកបៀនេះអ្នកនរគ្នាអាចមានជោគជ័យឬក៏មានដំណឹងល្អរឿងល្អនៅក្នុងគ្រួសារប៉ុន្តែនេះមើលទៅគឺខ្ញុំឃើញថាគឺសម្រាប់ផ្ទាល់ខ្លួនរបស់អ្នកនរគ្នាច្រើនជាង success ហ្នឹងគឺជោគជ័យហើយដូចរបៀបថាចេះវាអាចជាអ្វីដែលនឹងចូលមកដែលអ្នកនរគ្នាមើលមិនឃើញឬក៏វាអត់ចេញមកច្បាស់ឲ្យអ្នកទាំងអស់គ្នាឃើញឲ្យអ្នកគ្នាដឹងតែម្ដងថាតើជោគជ័យហ្នឹងវាបែបណាឬក៏មានរូបរាងបែបណាឬក៏នៅក្នុងស្ថានភាពនៅក្នុងរឿងអីព្រោះអីស្លឹកបៀហ្នឹងគឺឃើញអ្នកគ្នានៅក្នុងពេលយប់ងងឹតហើយមានទេពអប្សរតែមិនទេពអប្សរគេហៅ F ឬក៏ទេវតាទេពអប្សរហ្នឹងគឺមករញទុកឲ្យនេះដាក់ជាគៀងភ្លើងបានន័យថានៅក្នុងផ្លូវដំណើរជីវិតនៅក្នុងខែ5នេះគឺដូចរបៀបមាននៅដំណឹងល្អមានអ្នកតាមមើលថែហើយចឹងហើយបានថាវាមាននៅជោគជ័យចូលមកហើយគ្នាដែរស្លឹកបៀហ្នឹងគឺតំណាងចង់និយាយថាឲ្យអ្នកគ្នាដឹងថាគ្រប់យ៉ាងវាអាចធ្វើបានទាំងអស់គ្រប់យ៉ាងអាចសម្រេចបានជោគជ័យណាអូខេហើយបើសិនជាមានគឺនឹងអាចថាអ្នកអស់គ្នានឹងប្រពៃវិធីឬក៏របៀបថាបើកសំប៉ាញ់ឬក៏កម្មវិធីជប់លៀងអីមកចឹងទៅនៅក្នុងគ្រួសារហ្នឹងហើយនេះគឺដូចនិយាយចឹងគឺថាគ្រប់យ៉ាងវាអាចទៅរួចអញ្ចឹងគឺអ្វីដែលអ្នកគ្នាទទួលបានឬក៏នឹងទទួលបានឬក៏អាចទទួលបានហ្នឹងគឺវាស្ថិតនៅក្នុងក្តាប់ដៃឬក៏នៅក្នុងខ្លួនរបស់អ្នកគ្នាគឺវាដូចថាចេញពីក្នុងខ្លួនហ្នឹងមកហើយគឺនៅក្នុងខ្លួនហ្នឹងអញ្ចឹងដូចថាឲ្យចាប់ទទួលបាននៅអារម្មណ៍ហ្នឹងហើយគឺអរគុណនៅអ្វីដែលខ្លួនឯងបានអាហ្នឹងជោគជ័យហ្នឹងវាមិនត្រឹមតែដូចថាឧទាហរណ៍ជោគជ័យហ្នឹងទេវាមានអាចថាមានអ្នកគេឯងស្គាល់អីចឹងទៅឧទាហរណ៍អ្នកដែល
ចេញមុខក្រៅណាហ្នឹងហើយអាចមាននៅភាពល្បីល្បាញឬក៏មានគេឯងមកមើលវីដេអូឬក៏ស្គាល់អ្នកគ្នាច្រើនជាងមុនវាអាចមានរឿងបែបហ្នឹងឬក៏នៅកន្លែងការងារហ្នឹងគឺដូចថាមានគេឯងស្គាល់អ្នកគ្នាពេញក្រុមហ៊ុនហ្នឹងអីចឹងទៅក៏ថាបានដែរអូខេនិយាយរួមទៅក្នុងខែហ្នឹងជាមួយនឹងស្លឹកបៀននេះចេញមកមុនគេវាដំណើរថាគឺមាននៅរឿងល្អមាននៅដំណឹងល្អនឹងមានជោគជ័យកើតឡើងចូលមកហើយទោះអាចថាពេលខ្លះអ្នកគ្នានឹងជួបស្ថានភាពដែលមើលទៅយ៉ាប់យ៉ឺនណាតែធ្វើអ្នកគ្នាដួលអ្នកគ្នានឹងចង់ងើបប៉ុន្តែវានៅតែដូចថាអាចងើបឡើងហួរវិញបាននៅតែអាចផុសចេញមកឲ្យបន្តដើរទៅទៀតវាមានស្លឹកបៀនហ្នឹងគឺមានអត្ថន័យថាខាងស្អីគេវីតាមីនហើយនឹងសិលខ្លាំងមែនតើអូខេតោះមកខ្ញុំនឹងយកហ៊ូហ្នឹងមកដោះមើលមួយសន្លឹកទៀតតើមានអ្វីកើតឡើងសម្រាប់អ្នករើសក្រុមទី1នៅក្នុងខែឧសភាឆ្នាំ2025នេះតើមានអ្វីអូខេមានសន្លឹកបៀ Fire Spirit Energy ជាមួយនឹងសន្លឹកបៀហ្នឹងមើលទៅនៅក្នុងខែ5នេះគឺអ្នកគ្នាមាននៅថាមពលមាននៅកម្លាំងច្រើនដោយសារតែនេះជាធាតុភ្លើងអញ្ចឹងបានន័យថាការឆន្ទៈឬក៏ចិត្តមោះមុតហ្នឹងគឺវាខ្លាំងហើយគឺជាក្របពូជគឺជាកម្លាំងជំរុញចិត្តឲ្យអ្នកទាំងអស់គ្នាទៅធ្វើអ្វីមួយឬក៏សម្រេចឲ្យបានដោយបំណងតែម្ដងគឺមានកម្លាំងខ្លាំងក្លាមែនតើអញ្ចឹងដូច្នេះដែរគឺអត់ងាយនឹងបោះបង់នោះទេអ្នករើសក្រុមទី1មើលទៅនៅក្នុងខែ5ហ្នឹងដូចរបៀបថាមានការរីកចម្រើនច្រើននៅក្នុងខាងផ្លូវចិត្តនៅក្នុងកម្លាំងចិត្តរបស់អ្នកទាំងអស់គ្នាអាចថានេះជាមួយនឹង enlightenment គឺថាអ្នកអស់គ្នាមាននៅភាពត្រាស់ដឹងការយល់ដឹងធម៌អីអស់ហ្នឹងដូចគ្នាដែរប្រៀបដូចជាថានេះគឺជាពហិមួយកន្លែងមួយដែលបង្កប់ទៅដោយចំណេះដឹងបង្កប់ទៅដោយរឿងរ៉ាវដែលចក្រវាលបានដូចទុកអញ្ចឹងណាពួកអីនេះដូចថាអានេះវាមានពន្លឺចេះសាំងមកដូចអ្នកអស់គ្នាដើរទៅនេះត្រាស់ដឹងខ្មែរប៉ុន្តែអានេះវាដូចមើលទៅឃើញពន្លឺនឹងមួយអញ្ចឹងណាហើយដល់ហើយធ្វើឲ្យអ្នកអស់គ្នាដូចរបៀបយល់ថាមានអីធំជាងនឹងមានអីលើសពីស្អីគេមនុស្សអីចឹងធម្មតាអញ្ចឹងទៅនឹងអំពីរបស់របរអីវាអីដែលទៅជ្រៅលើសនឹងធំជាងនឹងអស្ចារ្យជាងនឹងទៀតដែលអ្នកទាំងអស់គ្នានឹងឃើញហើយជាមួយនឹងស្លឹកបៀនហ្នឹងគឺថាawareness ការយល់ដឹងរបស់អ្នកគ្នាដូចថាត្រាស់ដឹងអញ្ចឹងទៅបានន័យថាភ្ញាក់ដឹងខ្លួនហ្នឹងហើយអង់គ្លេសគេហៅថា awareness គឺភ្ញាក់ដឹងខ្លួនមនុស្សភាគច្រើនគឺដេកហ្នឹងហើយនៅពេលដែលភ្ញាក់ដឹងខ្លួនទៅគឺអត្តន័យនៃជីវិតរបស់អ្នកគ្នាវាទៅជ្រៅជាងមុនវាមានន័យជាងមុនវាល្អប្រសើរជាងមុនដូចវាបែបហ្នឹងគឺខុសខ្លាំងតែម្ដងនៅពេលដែលអ្នកគ្នាអត់ទាន់ភ្ញាក់អញ្ចឹងនៅក្នុងខែហ្នឹងគឺអាហ្នឹងគឺផ្លូវចិត្តរបស់អ្នកគ្នាហ្នឹងព្រលឹងរបស់អ្នកគ្នាហ្នឹងគឺភ្ញាក់អញ្ចឹងដូច្នេះហើយក៏ធ្វើឲ្យអ្នកគ្នាដូចថាអាចដកខ្លួនឯងអញ្ចឹងពីការផ្លាស់ប្ដូរនៃជីវិតឬក៏ពីកិលេសពីអ្វីដែលកើតឡើងក្នុងផែនដីនឹងខ្លះកាត់បន្ថយខ្លះណាមិនបានន័យថាអត់ទទួលដឹងទេគាត់អាចថាកាត់ផ្ដាច់បែងចែកបានឲ្យត្រឹមត្រូវដាក់ព្រំដែនថាអ្វីដែលត្រូវគិតឬមិនត្រូវគិតអីចឹងទៅហ្នឹងហើយគឺអាហ្នឹងហើយដែលគេហៅថាភ្ញាក់ដឹងខ្លួនពួកអីអ្នកគ្នាព័ត៌មានខ្លះគឺវាស៊ីយើងនៅខាងក្នុងហ្នឹងអាហ្នឹងចឹងបានថាពេលខ្លះគឺខ្ញុំអត់មើលព័ត៌មានទេហ្នឹងហើយអាការគេជេរគ្នាអីអស់ហ្នឹងក៏ខ្ញុំអត់មើលដែរ Facebook Instagram TikTok របស់ខ្ញុំគឺបើកមកសិតតែឆ្មាទាំងអស់ដោយសារតែនៅពេលដែលមើលទៅគឺវាប្រហែលជាខ្ញុំជាមនុស្ស sensitive ទៅពេលអញ្ចឹងទៅចាប់ទៅវាចូលដាក់នៅក្នុងខួរក្បាលខ្ញុំទៅដល់ពេលហើយយប់ឡើងទៅខ្ញុំទៅដេកគិតទៅដល់ហើយយល់សពអាក្រក់ទៅហើយព្រឹកឡើងងើបមកគិតទៀតដូចវាអញ្ចឹងវាប្រៀបដូចជាវត្តមួយដែលទៅមកហើយគឺនៅបន្តរហូតអញ្ចឹងដូច្នេះហើយនៅពេលដែលមាន enlightenment ហ្នឹងនៅពេលដែលអ្នកគ្នាភ្ញាក់ហ្នឹងអារឿងរ៉ាវទាំងអស់ហ្នឹងអ្នកគ្នាដូចចាប់ផ្ដើមកាត់វាចេញខ្លះដើម្បីកុំឲ្យខ្លួនឯងជាប់ចំពាក់ចំពិនជាមួយនឹងរឿងមនុស្សលោកហ្នឹងដូចរបៀបព្រះសង្ឃអញ្ចឹងថានៅពេលដែលយល់ដឹងអញ្ចឹងទៅអាចកាត់បន្ថយបានខ្លះហើយដឹងថាការដែលកើតចាប់ជាតិនៅលើផែនដីហ្នឹងគឺគ្រាន់តែជាពេលជីវិតមួយតែប៉ុណ្ណោះហើយនៅពេលដែលស្លាប់ទៅព្រលឹងហ្នឹងនឹងទៅកន្លែងផ្សេងទៀតហើយអ្វីដែលសំខាន់ទៅតាមធម៌ខាងអឺរ៉ុបខ្លះគេនិយាយគឺថាព្រលឹងគឺឲ្យខាងឥណ្ឌាដូចគ្នាដែរអ្នកគ្នាខាងហោរាសាស្ត្រឥណ្ឌាគឺថាព្រលឹងគឺពីមួយជាតិទៅមួយជាតិគឺកើតមកដើម្បីដោះស្រាយកម្មហ្នឹងហើយដើម្បីស្រាយផលកម្មអាក្រក់ឬក៏ល្អអីអស់ហ្នឹងណាដើម្បីឲ្យព្រលឹងមានការត្រាស់ដឹងហើយគេហៅថាដើរទៅដល់អីគេអង់គ្លេសខ្ញុំគិតថាប្រភពហ្នឹងហើយគឺដូចរបៀប
កន្លែងមួយដែលដូចថាព្រលឹងនឹងឈប់វេទនាហ្នឹងខ្ញុំដឹងខ្វាយខាអីខ្ញុំព្រិបបាត់ហើយនេះហ្នឹងអញ្ចឹងបានថាដូច្នេះហើយនៅពេលដែលភ្ញាក់នឹងខ្លួនហ្នឹងគឺចាប់ផ្ដើមកាត់បន្ថយប្រឡែងដៃជាមួយនឹងរឿងមនុស្សលោកឬក៏អារម្មណ៍នោះចេតនាមនុស្សលោកហ្នឹងកលេសឬក៏ស្នេហាស្អីអស់ហ្នឹងណាគឺកាត់បន្ថយខ្លះហ្នឹងហើយគឺវាពិបាកប៉ុន្តែដល់ពេលចាប់ផ្ដើមកាត់ចេញទៅហើយដកចិត្តចេញធ្វើដោយព្រះសង្ឃគឺមានអារម្មណ៍ថាគឺស្រាលខ្លួនជាងមុនហ្នឹងហើយអារឿងចប្រកម្មគ្នាអីអស់ហ្នឹងអញ្ចឹងបានថានៅក្នុងរឿងថៃបុរាណហ្នឹងគេស្អីគេនៅពេលដែលសម្បត្តិស្មែខ្មែរយើងក៏មានដែរហ្នឹងហើយដូចគ្នានៅពេលដែលសម្បត្តិថានឹងមកជួបគ្នាទៀតនៅជាតិក្រោយជាតិណាគឺនឹងមកជួបមែនណាអ្នកនរគ្នាអញ្ចឹងនៅពេលដែលមានអារម្មណ៍ខ្លាំងហើយជ្រាលជ្រៅកុំចេះតែស្បត់ផ្ដេសផ្ដាសពួកអីនឹងអាចមកជួបមែនពេលខ្លះអត់ចាំបាច់ស្បត់ទេណាគ្រាន់តែអារម្មណ៍មនុស្សពីរនាក់ហ្នឹងគឺនៅអត់តាន់ដាច់គឺនឹងមកជួបគ្នាទៀតអាហ្នឹងហើយគឺកម្មដល់ពេលមកជួបហើយត្រូវដោះស្រាយកម្មហ្នឹងនៅក្នុងជាតិហ្នឹងមួយគ្នាហើយប៉ុន្តែដោះអត់បានគឺនឹងទៅជួបទៀតហ្នឹងហើយអ្នកនរគ្នានៅជាតិក្រោយទៀតដល់ពេលហើយជាតិក្រោយនោះនៅតែដោះអត់បានទៀតគឺនឹងទៅជួបទៀតដូចរបៀបបែបហ្នឹងគឺវិលទៅវិលមករហូតអញ្ចឹងបានថាខ្ញុំឥឡូវអត់សូវធ្វើដោះបៀស្នេហាឬក៏អាពេលខ្ញុំបោះទូទៅទាំងអស់គ្នាហ្នឹងបើសិនជាមានបើសិនជាអត់ព្រោះអីពេលខ្លះខ្ញុំក៏ធ្លាប់ជួបដែរខ្ញុំបែកវែងឆ្ងាយក្រុមទី1សុំទោសដូចថាពេលអ្នកទាំងអស់គ្នាងប់ងល់នឹងរឿងស្នេហាឬក៏នឹងអារម្មណ៍អីហ្នឹងមួយយើងតែងតែចង់ដឹងណាចង់បានចម្លើយដើម្បីឲ្យចិត្តយើងហ្នឹងវាស្ងប់ដល់ពេលហើយគឺត្រូវចិត្តយើងហ្នឹងទៅយើងសប្បាយចិត្តទៅដល់ពេលអត់ទៅគឺអត់មិនមែនការពិតទេប៉ុន្តែដូចរបៀបថាដល់ពេលអ្នកនរគ្នា consume គឺយកស្រូបអាព័ត៌មានថាពលដោះបៀអីអស់ហ្នឹងទាំងអស់មិនថាខ្ញុំអ្នកដោះឬក៏អ្នកផ្សេងអ្នកដោះឬក៏អ្នកណាគឺយកដាក់ក្នុងចិត្តរបស់អ្នកនរគ្នាទៅពេលខ្លះធ្វើឲ្យអ្នកនរគ្នាមានសង្ឃឹមល្អទៅដល់មនុស្សម្នាក់ហ្នឹងទាំងនៃការពិតគឺអ្នកនរគ្នាត្រូវប្រឡែងដៃអាហ្នឹងវាបែបហ្នឹងអញ្ចឹងដូចវាសឹងថាបន្ថែមកម្មឲ្យអ្នកនរគ្នាទៀតឲ្យអ្នកនរគ្នាកាន់តែយូរទៅងប់នៅក្នុងរឿងហ្នឹងខ្ញុំធ្លាប់ងប់នឹងមនុស្សម្នាក់ដែរអ្នកនរគ្នាប៉ុន្តែដល់ពេលដូចវាថាខ្ញុំជួបគូអតីតចិត្តរបស់ខ្ញុំមួយដែលខ្ញុំធ្លាប់រស់នៅជាមួយអញ្ចឹងណាឆ្លាញ់គ្នាកាលពីក្មេងអញ្ចឹងទៅដល់ពេលមកជួបមកដល់ពេលខ្ញុំជួបម្នាក់ហ្នឹងខ្ញុំមានអារម្មណ៍ថាគឺអាការងប់ងល់របស់ខ្ញុំទៅលើមនុស្សម្នាក់ទៀតហ្នឹងពីមុនវាដូចរបៀបគឺដូចគេដកបដាសាខ្ញុំអញ្ចឹងអ្នកនរគ្នាគឺទៅទាំងអស់ហ្មងគឺអស់លេងអត់មានអារម្មណ៍នឹកក៏អត់មានអីទាំងអស់គឺដូចរបៀបអត់អារម្មណ៍ស្អប់ស្រឡាញ់ស្អីក៏អត់មានដែរហ្នឹងហើយហ្នឹងដូចវាបែបហ្នឹងដល់ពេលមកជួបគូអតីតជាតិហ្នឹងហើយក៏ធ្វើឲ្យដូចរបៀបថាភ្ញាក់ដឹងខ្លួនវិញហើយគឺដូចគេផ្ទះមកកាភ្លៀងអញ្ចឹងហើយភ្ញាក់ដឹងមកដល់ពេលហើយប៉ុន្តែគ្រាន់តែដូចនិយាយអញ្ចឹងគឺដូចថានៅមានអារម្មណ៍ជាមួយគ្នាជាប់ជាមួយនឹងម្នាក់ហ្នឹងខ្ញុំកាលពីជាតិមុនហ្នឹងណានៅគូអតីតជាតិហ្នឹងអញ្ចឹងទៅបានមកជួបគ្នាប៉ុន្តែបានត្រឹមតែប៉ុណ្្នឹងឯងអត់អាចទៅឆ្ងាយណាអ្នកគ្នាពេលខ្លះគឺមកជួបគ្នាហ្នឹងមើលទៅដូចវាឃើញគ្នាស្រាញ់តែដូចជានិស័យស្អីមិនអស់ហ្នឹងពេលខ្លះគឺវាគ្រាន់តែដើម្បីមកជួបហើយដោះស្រាយកម្មហ្នឹងដោយគ្រាន់តែជួបឲ្យប្រឡែងដៃហ្នឹងទៅហ្នឹងហើយនៅពេលដែលជួបគូមែនតើដូចថាឥឡូវហ្នឹងខ្ញុំមានសង្សាររបស់ខ្ញុំហ្នឹងគឺថាខ្ញុំក៏ដឹងដែរថាម្នាក់ហ្នឹងគឺជាគូស្អីឬក៏នឹងយូរអីមិនអត់ដឹងទេគ្រាន់តែថាឥឡូវហ្នឹងល្អតែប៉ុណ្្នឹងទៅដូចវាផ្សឹងណាចឹងហើយបានថា enlightenment ខ្ញុំបែកវែងឆ្ងាយសុំទោសអ្នកនរគ្នាដូចវាប៉ុណ្ណេះចង់និយាយហ្នឹង enlightenment ហ្នឹងគឺដូចវាបែបហ្នឹងនៅពេលដែលអ្នកនរគ្នាយល់ដូចវាភ្ញាក់ដឹងខ្លួនហ្នឹងទៅម្យ៉ាងស្លឹកបៀនេះមានមកច្រើនហ្មងគឺចេញមកអញ្ចឹងគ្រួសារប្រឡឹងអីអស់ហ្នឹងគឺដូចថាចាប់ផ្ដើមប្រឡែងដៃជាមួយនឹងអាកលេសអីអស់ហ្នឹងអាការងប់ងល់អីអស់ហ្នឹងទោះនៅមានមនុស្សនៅតែមានប៉ុន្តែគឺវាដូចរបៀបលែងសងប់ដូចអ្នកនរគ្នាពីមុនហ្នឹងហើយដូចខ្លួនឯងពីមុនដល់ពេលចឹងទៅឬក៏ពេលអ្នកនរគ្នាដូចថាចុះទៅផ្លូវងងឹតហ្នឹងប៉ុន្តែយើងធ្លាប់មកភ្លឺហើយអញ្ចឹងយើងដឹងថាដើម្បីមកភ្លឺវិញគឺមកយ៉ាងម៉េចដូចរបៀបយ៉ាងហោចណាស់គឺដឹងថាផ្លូវដើរត្រឡប់មកក្រោយឬក៏ត្រឡប់ទៅល្អហ្នឹងវិញយ៉ាងម៉េចបើពីមុនអត់ពេលដែលអត់តភ្ញាក់ដឹងខ្លួនហ្នឹងគឺអត់ដឹងទេអញ្ចឹងគឺ it's okay ហើយយើងមើលទៅឃើញថានៅក្នុងខែ5ហ្នឹងអ្នករើសក្រុមទី1គឺគ្រប់យ៉ាងវាអាចនឹង intense ហើយវានឹងប្លែកហើយអ្នកនៅជុំវិញខ្លួនអ្នកគ្នាក៏នឹងប្លែកដោយសារតែអាចថាឧទាហរណ៍អ្នកគ្នាពីមនុស្សម្នាក់ដែលនិយាយច្រើន
សោយតឡែបើអត់គិតតែពីគេឬក៏ធ្វើតែឲ្យគេសោយអញ្ចឹងហើយអត់គិតពីខ្លួនឯងអ្នកគ្នាស្រាប់តែស្ងប់ស្ងាត់ហើយបដិសេធហើយឈប់ធ្វើឲ្យគេសោយនៅពេលដែលខ្លួនឯងកំពុងតែយំខាងក្នុងដូចវាបែបហ្នឹងហ្មងដូចថាអាហ្នឹងឯងនឹងមានចាប់ផ្ដើមឃើញមានការផ្លាស់ប្ដូរបែបហ្នឹងនៅពេលដែលញាក់ដឹងខ្លួនណាអាហ្នឹងខាងផ្លូវសតិអារម្មណ៍ហើយបើសិនជារូបរាងខាងក្រៅវិញគឺអ្នកគ្នានឹងចាប់ផ្ដើមផ្លាស់ប្ដូរតែម្ដងអូខេដោយសារតែផ្លូវចិត្តរបស់អ្នកគ្នាប្ដូរអញ្ចឹងរូបរាងខាងក្រៅក៏នឹងប្ដូរដូចគ្នាដែរលយមែនតើអញ្ចឹងខ្ញុំសង្ឃឹមថាអ្នករើសក្រុមទី1គឺអ្នកទាំងអស់គ្នានឹងយល់ហើយនឹងត្រូវបើសិនជាអត់ក៏អត់ដឹងធ្វើម៉េចដែរគឺវានឹងទៅដើរទៅដល់អ្នកដែលត្រូវមើលត្រូវដឹងហើយមនុស្សគឺខ្ញុំព្យាយាមជឿទៅលើព្យាយាមមែនតើព្យាយាមខ្លាំងព្រោះអីការពិតនៃពិភពលោកគឺវាអត់ស្អាតនោះទេប៉ុន្តែក៏វាមិនអាក្រក់ដែរ Bluebell Fairy គឺថានេះ gratitude អ្នកទាំងអស់គ្នាលេខ6ស្លឹកបៀអ្នកនរគ្នាចាញ់មក Oracle 4ស្លឹកនេះគឺសិតតែតំណាងឲ្យការត្រាស់ដឹងឲ្យអស់នឹងការបើកចិត្តការផ្លាស់ប្ដូរការប្រែប្រួលទាំងអស់ហើយជាមួយនឹងស្លឹកបៀ gratitude Bluebell Fairy គឺអ្នកទាំងអស់គ្នានៅពេលនៅក្នុងខែ5ហ្នឹងមិនថាអ្នកគ្នាជួបអីធ្វើអីគឺអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ថាអរគុណគ្រាន់តែអ្នកគ្នាងើបពីដេកមកអ្នកគ្នាអរគុណដែលខ្លួនឯងនៅតដង្ហើមទៀតងើបពីដេកមកឃើញថ្ងៃស្អាតអ្នកគ្នាអូសប្បាយចិត្តខ្លាំងមែនតើអរគុណព្រះអាទិត្យដែលផ្ដល់ពន្លឺមកសម្បីតែមេឃភ្លៀងអាចថាអញ្ចឹងសោះអ្នកគ្នាអ្នកផ្សេងអាចថាអូយមិនបានមេឃភ្លៀងអ្នកគ្នាថាអូល្អមកអរគុណតិចតិចជុំដូចវាបែបហ្នឹងលៀងផែនដីលៀងអីចឹងទៅគឺថានេះនៅក្នុងខែ5ហ្នឹងអ្នករើសក្រុមទី1គឺអ្នកទាំងអស់គ្នាមាននៅការថ្លែងអំណរគុណទៅដល់អ្វីទាំងអស់ដែលនៅជុំវិញខ្លួនអ្នកទាំងអស់គ្នាដល់ពេលចឹងមិនដល់ពេលចឹងធ្វើឲ្យជីវិតរបស់អ្នកគ្នាគឺដូចរបៀបផ្លាស់ប្ដូរខ្លាំងដូចមាន magic គឺវីតាមីនចូលមកគឺអត់ដឹងបាច់ដូចនៅក្នុងរឿងអ្នកគ្នាគឺបលិងចឹងចាស់ហ្នឹងហើយដូចនៅក្នុងស្លឹកបៀននេះគឺមានពលឺសធ្លាក់មកពីលើមេឃគឺស្រស់ស្អាតអស្ចារ្យគឺប្លែកខ្លាំងមែនតើហ្នឹងហើយគឺដូចជាអភិនិហាភូតហេតុហ្នឹងអញ្ចឹងគឺវាធំធេងហើយអូខេហើយដូចគ្នាដែរអ្នកខ្លះគឺអ្នកគ្នាអាចមើលទៅឃើញថាជីវិតគឺដូចស្រួលអូខេគឺជីវិតដូចសាមញ្ញមិនចឹងហ្នឹងហើយព្រោះអីអាចថាពីមុនមកតែងតែធ្វើឲ្យជីវិតហ្នឹងវាអញ្ញៃទាំងដែលវាអត់មានអីអញ្ញៃនេះគឺជាខែមួយដែលមើលទៅឃើញថាអ្នកនរគ្នា appreciate ពេញចិត្តរីករាយនៅអ្វីដែលខ្លួនឯងមានហើយអរគុណហើយកាន់តែធំទៅទៀតគឺល្អខ្លាំងមែនតើព្រោះអីនៅពេលដែលអ្នកគ្នាមានចឹងទៅជាពិសេសនៅក្នុងខែហ្នឹងគឺឃើញថាគ្រប់យ៉ាងវាដូចរបៀបដើរទៅតាមផ្លូវឬក៏ងាយស្រួលជាងមុនច្រើនអូខេហើយគ្រប់យ៉ាងកើតឡើងមកណាហើយដូចគ្នាដែរជាមួយនឹងស្លឹកបៀនហ្នឹងគឺស្លឹកបៀន Bluebell Fairy គឺអ្នកទាំងអស់គ្នានឹងអាចដូចថាចូលពេលមួយនៃជីវិតឬក៏អត្តចរិតរបស់អ្នកគ្នាហ្នឹងគឺការគិតជាពិសេសគឺដូចទន់ភ្លន់ជាងមុនហ្នឹងហើយឬក៏ល្អប្រសើរជាងមុនឬក៏ដូចចេះដាក់ខ្លួនជាងមុនឬដូចថាស្អីគេសច្ចធម៌ល្អហ្មងហ្នឹងហើយខ្ញុំអត់ដឹងរកពីអីផ្សេងទៀតអង់គ្លេសវាមានច្រើនប៉ុន្តែខ្មែរខ្ញុំភ្លេចអស់ហើយដល់ពេលអញ្ចឹងមើលទៅក៏ធ្វើឲ្យដូចរបៀបថាដូចនិយាយខ្ញុំឧទាហរណ៍មុននឹងអញ្ចឹងគឺអ្នកនរគ្នានឹងថ្លែងអំណរគុណរាល់គ្រប់យ៉ាងដែលអ្នកនរគ្នាឃើញសូម្បីតែងើបពីដេកនឹងចោលដង្ហើមដល់ពេលអញ្ចឹងធ្វើឲ្យដូចរបៀបថាជីវិតគឺផ្ដល់នៅរឿងល្អឬក៏ផ្ដល់នៅថាពលល្អច្រើនទៀតឲ្យអ្នកទាំងអស់គ្នាដូចវាបែបហ្នឹងអញ្ចឹងដូចនិយាយចឹងសូម្បីតែថាអូខេអ្នកទាំងអស់គ្នាមានបាយញ៉ាំអរគុណបាយដូចវាចឹងណាគឺចឹងទៅវាល្អប្រសើរច្រើនតឹងទេខ្ញុំនឹងយកថារ៉ូមកដោះមើលតើមានអ្វីសម្រាប់អ្នករើសក្រុមទី1នៅក្នុងខែ5នេះខែឧសភាឆ្នាំ2025នេះសូមអរគុណតើមានអ្វីសម្រាប់អ្នករើសក្រុមទី1ក្នុងខែឧសភាឆ្នាំ2025សូមមានស្លឹកបៀ Page of Swords ជាមួយនឹងស្លឹកបៀននេះគឺអ្នកទាំងអស់គ្នានឹងមានការរៀនអីថ្មីឬក៏នឹងចាប់ផ្ដើមកម្មសិក្សាថ្មីចឹងទៅឬក៏ចាប់ផ្ដើមមុខវិជ្ជាថ្មីទៅរៀនអីមួយទៀតឬក៏មុខវិជ្ជាហ្នឹងតដែរប៉ុន្តែវាផ្នែកមួយទៀតនៃមុខវិជ្ជាហ្នឹងអញ្ចឹងអ្នកនរគ្នាទៅរៀន Page of Swords ភាគច្រើនតំណាងឲ្យមនុស្សនៅក្មេងណាដែលចង់ចេះចង់ដឹងហើយខំប្រឹងព្យាយាមរៀនដើម្បីឲ្យខ្លួនឯងមានចំណេះដឹងគ្រប់គ្រាន់ហើយបន្តដើរទៅមុខទៀតហើយរីកចម្រើនហើយនឹងចាស់ទុំមានជំនាញពិតប្រាកដ
អូខេនៅក្នុងរូបស្អាតណាឃើញទេគឺមនុស្សប្រុសម្នាក់ហ្នឹងគឺគាត់លើកដើរឡើងទៅលើថាអូខេនឹងអាចធ្វើបានឬក៏នឹងអាចចប់បានសម្រាប់បានហើយអ្នកឃើញទេមានសភៅជាច្រើនអញ្ចឹងអ្នកទាំងអស់គ្នានឹងអាចអានច្រើនការអានហ្នឹងវាអាចអានគឺអាចអានទៅលើគ្រប់មុខវិជ្ជាទាំងអស់អូខេការរៀនភាសាថ្មីមួយវាក៏ជាការរៀនការរៀនយល់ត្រាស់ដឹងពីធម៌អាយអស់ហ្នឹងក៏ជាការរៀនការអីធ្វើអ្វីអីក៏ដោយក៏សិតតែជាការរៀនទាំងអស់អញ្ចឹងនៅក្នុងខែ5នេះគឺអ្នកនរគ្នានឹងអាចអានសភៅលើសធម្មតាឬក៏ចង់ដឹងច្រើនលើសធម្មតាតើមានអ្វីសម្រាប់អ្នករើសក្រុមទី1នៅក្នុងខែឧសភាឆ្នាំ2025ហើយប្រុងប្រយ័ត្នដូចគ្នាដែរជាមួយនឹងការបន្តអូខេនៅក្នុងការធ្វើកុហកបោកប្រាស់អីអស់ហ្នឹងមិនថាអ្នកគ្នាធ្វើចំពោះអ្នកផ្សេងឬក៏អ្នកផ្សេងធ្វើចំពោះអ្នកគ្នាទេគឺវានឹងអាចមានកើតឡើងហើយត្រូវប្រុងប្រយ័ត្នដូចគ្នាដែរអូខេអានេះមានបណ្ណាល័យទៀតហើយគឺមើលទៅដូចជាការលួចលាក់បិទបាំងខ្លាំងអ្នកគ្នាអាចថាបិទបាំងព្យាយាមរៀនអីទាំងអស់ហ្នឹងដោយពីមនុស្សពីអ្នកនៅជុំវិញខ្លួនអ្នកគ្នាអញ្ចឹងទៅអត់ឲ្យគេដឹងថាអ្នកគ្នាកំពុងរៀនមានស្លឹកបៀ Three of Pentacles ដូចគ្នាដែរជាមួយនឹងស្លឹកបៀហ្នឹងតំណាងឲ្យការសហការធ្វើជាមួយគ្នាអូខេហើយគូអានេះមានពណ៌ផ្សេងគ្នាហ្នឹងណាខ្ញុំភ្លេចបាត់ហើយនេះខ្ញុំមើលសភៅសិនប៉ុន្តែមានស្លឹកបៀហ្នឹងមក Three of Pentacles គឺថាអ្នកទាំងអស់គ្នាមើលទៅក្រុមទី5នឹងអាចជួបមនុស្សមិត្តរួមព្រលឹងរបស់អ្នកទាំងអស់គ្នានេះមិនស្នេហាណាគឺអាចជាមិត្តភ័ក្តិជាមនុស្សម្នាក់ហ្នឹងអាចមនុស្សដែលចាស់ជាងអ្នកទាំងអស់គ្នាអាចក្មេងជាងអ្នកទាំងអស់គ្នាឬក៏មនុស្សដែលអសកលអ្នកទាំងអស់គ្នាអូខេគឺនិយាយទៅគឺជាមនុស្សដែលមានអត្ថន័យជីវិតមានការយល់ដឹងឬក៏មានគោលដៅឧត្តមគតិអីហ្នឹងស្តៀងអ្នកទាំងអស់គ្នាឬក៏ដូចអ្នកទាំងអស់គ្នាអូខេអញ្ចឹងបានន័យថាគឺនឹងមានមនុស្សចូលមកច្រើននៅក្នុងមិត្តចាហ្នឹងឯងចូលមកក្នុងជីវិតរបស់អ្នកទាំងអស់គ្នាហ្នឹងហើយបើមិនចឹងទេដូចរបៀបថាអ្វីដែលអ្នកគ្នាចង់ធ្វើឬក៏អាចត្រូវធ្វើហ្នឹងណានឹងអាចត្រូវការជំនួយពីមនុស្សពីមិត្តរួមព្រលឹងពីមនុស្សល្អដែលយល់ចិត្តអ្នកទាំងអស់គ្នាហ្នឹងអូខេដូចគ្នាដែរហ្នឹងឯងអាចត្រូវការសហការពីមនុស្សហើយគឺអ្នកគ្នានឹងអាចគិតយល់ថានៅក្នុងខែ5ហ្នឹងគ្រប់យ៉ាងគឺវាអត់អាចធ្វើតែម្នាក់ឯងបានរហូតឬក៏ទាំងអស់ទេពេលខ្លះអាចត្រូវការមនុស្សត្រូវការជំនួយពីអ្នកផ្សេងតើមានអ្វីសម្រាប់អ្នករើសក្រុមទី1នៅក្នុងខែឧសភាឆ្នាំ2025នេះសូមអរគុណមានស្លឹកបៀ Roi de Bâton ជាមួយនឹងស្លឹកបៀហ្នឹងគឺមើលទៅឃើញថាអ្នកគ្នាដូចជាកាន់កាប់នៅជីវិតរបស់ខ្លួនឯងច្រើនអ្នកគ្នាមើលទៅឃើញថាខ្លួនឯងមានសមត្ថភាពនៅក្នុងការធ្វើនេះធ្វើនោះមានចរិតជាអ្នកដឹកនាំអីចឹងទៅអាចបង្ហាញផ្លូវអាចប្រាប់ហើយឃើញអ្នកគ្នាក្នុងរូប King of One នេះគួរចាប់អារម្មណ៍ស្មានេះអង្គុយស្ដាប់មើលឡើងយកចិត្តទុកដាក់ខ្លាំងមែនតើហើយចឹងគឺថាមានការបង្ហាញផ្លូវមានការនាំផ្លូវម្យ៉ាងទៀតអ្នកទាំងអស់គ្នាគឺមានកម្លាំងចិត្តទន់ភ្លន់ជាងមុនហើយនៅក្នុងក្នុងចិត្តរបស់អ្នកគ្នាសម្បូរទៅដោយក្តីស្រឡាញ់ឬក៏ការអត់ឱនអីអស់ហ្នឹងអញ្ចឹងណាអញ្ចឹងទៅនៅជុំវិញក៏មើលទៅឃើញថាវាដូចពណ៌ស៊ីចម្ពូជាងមុនអូខេគឺជាពិសេសនៅខ្មែរគឺបាក់ខ្ញុំឥឡូវមើលទៅបើសិនជាពេលត្រឡប់ទៅខ្មែរវិញគឺពិបាកនៅក្នុងការរស់នៅខ្លាំងមែនតើគឺទទួលយកលែងបានណាហើយហ្នឹងហើយអញ្ចឹងគឺថានៅក្នុងពិភពលោកពេលខ្លះរៀងខុសខើបន្តិចអញ្ចឹងហើយគឺ fake គឺអាចថាការពិតឬក៏មនុស្សល្អក្តីស្រឡាញ់ពិតប្រាកដហ្នឹងល្អបរិសុទ្ធមែនតែនទៅលើមនុស្សទាំងអស់ហ្នឹងគឺវាសឹងតែកម្រជួបហ្នឹងហើយសឹងតែបើសិនជាជួបឲ្យពិបាកនឹងជឿទៀតហ្នឹងអូខេអញ្ចឹងគាត់ថាក្រុមទី1នៅក្នុងខែ5នេះមានអ្នកនរគ្នាគឺផ្លាស់ប្ដូរខ្លួនឯងច្រើនអញ្ចឹងទៅគ្រប់យ៉ាងគឺវាតែងតែកើតឡើងចេញពីអ្នកទាំងអស់គ្នាមុននៅក្នុងខែ5ហ្នឹងអញ្ចឹងទៅខ្ញុំនឹងដោះបៀពី3ស្លឹកដើម្បីមើលពីស្ថានភាពស្នេហារបស់អ្នកទាំងអស់គ្នាតើមានអ្វីនៅក្នុងជីវិតស្នេហាអ្នករើសក្រុមជាមួយក្នុងខែ5នេះមាន Three of Pentacles ទៀតអ្នកនរគ្នាអញ្ចឹងគឺមាននៅការផ្ដោតអារម្មណ៍ទៅលើមិត្តភ័ក្តិទៅលើអ្នកនៅជុំវិញខ្លួនច្រើនជាងក្តីស្រឡាញ់ស្នេហាអីអស់ហ្នឹងណារបៀបថាការធ្វើការឬក៏ធ្វើឲ្យខ្លួនឯងល្អប្រសើរអ្នកនរគ្នាអាចដូចរបៀប
ក្រាស់គេក្រាស់ឯងឬក៏មានចិត្តទៅនេះទៅនោះប៉ុន្តែគឺអត់បានដាក់នៅនឹងមែនតើថាអូនឹងងប់ជាមួយនឹងម្នាក់នឹងស្រឡាញ់តែម្នាក់នឹងស្មោះស្ម័គ្រតែម្នាក់នឹងអីចឹងណាអត់គឺដូចថាមាននៅការលេងសើចឬក៏ flirt ហ្នឹងឯងញ៉ែចែចង់ហ្នឹងមិនថាអ្នកគ្នាធ្វើបែបហ្នឹងឬក៏មានគេចូលមកធ្វើបែបហ្នឹងជាមួយអ្នកគ្នាទេយ៉ាងណាក្តីគឺអ្នកគ្នាអត់ដូចវាថាអត់ implicate គឺអត់ដាក់ចិត្តដាក់អារម្មណ៍របស់អ្នកគ្នាទៅឲ្យជ្រៅកប់នឹងនោះឡើយតើមានអ្វីនៅក្នុងជីវិតស្នេហាអ្នករើសក្រុមទីជាមួយនឹងស្លឹកបៀ Queen of Swords ក្នុងស្នេហាគឺវាត្រជាក់ឬក៏គឺដូចនិយាយចឹងគឺអត់មានអារម្មណ៍អីពុះជ្រោលងប់ងល់ហ្នឹងឯងគឺអ្នកនរគ្នាដូចនិយាយហើយគឺត្រាស់ដឹងដល់ពេលចឹងខាងស្នេហាខាងចិត្តអីអស់ហ្នឹងគឺអ្នកនរគ្នាកាត់បន្ថយខ្លាំងមែនតើជាមួយនឹង Queen of Swords គឺជាម្ចាស់ស្ត្រីដែលប្រោសអារម្មណ៍ទៅលើខួរក្បាលទៅលើចំណេះដឹងទៅលើភាពច្បាស់លាស់ទៅលើយុត្តិធម៌អីអស់ហ្នឹងអូខេហើយមនុស្សដែលត្រឹមត្រូវវាបែបហ្នឹងគឺថាម៉ាត់ណាអញ្ចឹងណាគឺរឿងស្នេហាគឺដូចរបៀបសង្កត់ថាគឺជារឿងបន្តតែប៉ុណ្ណោះហ្នឹងហើយតើមានអ្វីនៅក្នុងរឿងស្នេហាអ្នករើសក្រុមទី1នៅក្នុងខែឧសភានេះសូមអរគុណ Two of Cups គេនេះសូម្បីតែ Two of Cups នៅក្នុងហូនេះក៏មនុស្សស្រីដូចគ្នាដែរគឺថាអ្នកទាំងអស់គ្នាគឺផ្ដោតអារម្មណ៍ឬក៏ក្តីស្រឡាញ់ស្នេហាអីអស់ហ្នឹងគឺអ្នកនរគ្នាចង់បានមនុស្សដែលយល់ចិត្តឬក៏ត្រូវចិត្តអ្នកនរគ្នាប៉ុន្តែអ្នកនរគ្នាគឺខ្លួនឯងផ្ទាល់អត់ផ្ដោតអារម្មណ៍ទៅលើក្តីស្រឡាញ់ស្នេហានឹងមនុស្សស្រីប្រុសហ្នឹងឯងគឺផ្ដោតអារម្មណ៍ទៅលើថាជួបនៅមនុស្សល្អមនុស្សដែលស្រឡាញ់គ្នាដែលអាចធ្វើការមួយគ្នាសហការមួយគ្នាអីអស់ហ្នឹងវាបែបហ្នឹងមិត្តមកជីវិតអីអស់ហ្នឹងមិត្តពាន់ឆ្នាំហ្នឹងណាហើយបន្ទាប់មកខ្ញុំនឹងយកស្លឹកបៀ Tarot នេះមកដោះមើលពីស្ថានភាពលុយកាក់របស់អ្នកនរគ្នាបន្តិចតើមានរឿងលុយកាក់អ្នករើសក្រុមទី1នៅក្នុងខែឧសភានេះយ៉ាងម៉េចសូមអរគុណThe Emperor មើលទៅគឺបាត់បង់នឹងការគ្រប់គ្រងច្រើនបានន័យថាលុយកាក់គឺអ្នកទាំងអស់គ្នានឹងអាចចាយឬក៏ខ្វះទំនួលខុសត្រូវនៅក្នុងការចាយលុយរបស់ខ្លួនឯងណាអូខេអាចមានបន្ទុកច្រើនឬក៏មានរឿងច្រើនដែលអ្នកគ្នាត្រូវចំណាយទៅលើហើយម្យ៉ាងគឺអ្នកគ្នាអត់រៀបចំផែនការឬក៏ដាក់ដែនកំណត់អីត្រឹមត្រូវអញ្ចឹងគឺវានឹងអាចចេញទៅលឿនខ្លាំងមែនតើអូខេអាចអ្នកខ្លះគឺទិញរបស់របរតាមតែចិត្តខ្លួនឯងចង់ដោយខ្លួនឯងចង់នឹងឯងអត់ដូចថាគឺវាមិនមែនជាការចាំបាច់ភាគច្រើនហ្នឹងឯងប៉ុន្តែដោយសារតែអ្នកនរគ្នាគិតថាខ្លួនឯងធ្វើការបានមកវិញអញ្ចឹងគឺអ្នកនរគ្នាអត់ស្ទើរខ្វល់ច្រើននៅក្នុងការចាយលុយផ្ដេសផ្ដាស់ប៉ុន្តែក៏នឹងអាចមានហ្នឹងឯងនឹងអាចមានរឿងថាលុយចូលមកដូចគ្នាដែរអីសតខ្ញុំមើលទៅអាចថាតាមការនិយាយតាម communication តាមការលក់អីអស់ហ្នឹងអញ្ចឹងទៅសឹងតែខ្ញុំអស់និយាយហើយខ្ញុំអរគុណសម្រាប់ការទស្សនានៅវីដេអូដ៏វែងមួយនេះហើយបើមិនចឹងទេខ្ញុំជួបអ្នកគ្នានៅក្នុងវីដេអូក្រោយខ្ញុំសង្ឃឹមថាអ្នកគ្នាចូលចិត្តពេញចិត្តនៅវីដេអូហ្នឹងបើសិនជាចូលចិត្តពេញចិត្តកុំភ្លេចជួយដាក់មេដៃចុច like ឲ្យខ្ញុំមួយផងហ្នឹងហើយបើចង់ comment ទៀតក៏បានដែរខ្ញុំចូលមើល comment ប៉ុន្តែពេលខ្លះខ្ញុំអត់ដាក់បេះដូងគ្រាន់តែចូលមើលព្រោះអីខ្លាចមានអ្នកចំណែនអីចឹងតែហ្នឹងហើយអញ្ចឹងទេខ្ញុំអស់និយាយហើយជួបអ្នកគ្នាក្នុងវីដេអូក្រោយទៀតបាយបាយសួស្តីអ្នករើសក្រុមទី2អ្នកគ្នាបានរើសយកស្លឹកបៀមួយនេះហើយនេះគឺយើងមកមើលថាតើនៅក្នុងខែឧសភាហ្នឹងមានសារអ្វីខ្លះសម្រាប់អ្នកទាំងអស់គ្នានេះគឺស្លឹកបៀនេះខ្ញុំបានដោះបានរៀបចំហើយដែលខ្ញុំអត់ទាន់បានបកមើលនឹងដូចគ្នាដែរអញ្ចឹងជាមួយនឹងស្លឹកបៀលេខ19là confiance en soi ចេញមកជាស្លឹកបៀគោលរបស់អ្នកទាំងអស់គ្នានៅក្នុងខែ5ហ្នឹងគឺឃើញថាបើសិនជាមានរឿងអីចូលមកគឺអ្នកទាំងអស់គ្នានឹងអាចមាននៅកម្លាំងចិត្តមាននៅការជឿជាក់មកលើខ្លួនឯងគ្រប់គ្រាន់លើសមត្ថភាពជំនាញចំណេះចំណៃអីអស់ហ្នឹងគឺថាទាំងអស់ដល់ពេលហ្នឹងក៏អាចធ្វើឲ្យអ្នកគ្នាដើរទៅមុខឬក៏ជំរុញឲ្យខ្លួនឯងបន្តដើរទៀតឬក៏ជោគជ័យអីចឹងទៅនិយាយខ្លីគឺដោយឧទាហរណ៍ការរៀបថ្មនឹងអញ្ចឹងឧទាហរណ៍ណាគឺដាក់ថ្មហ្នឹងគឺពិបាករកថ្មបានមិនដាក់ឲ្យស្មើមានលំនឹងល្អណាដល់ពេលអញ្ចឹងទៅតែងតែធ្លាក់រហូតតម្រាំតែអាចរៀបបានស្មើថ្មហ្នឹងឲ្យឈរនៅលើថ្មហ្នឹងដល់អត់ធ្លាក់ចុះក្រោមដល់អត់ដួលហ្នឹងណាគឺត្រូវការអត់ធ្មត់ហើយត្រូវការជឿជាក់មកលើខ្លួនឯងហើយនឹងទៅលើថ្មហ្នឹងថាគឺទាំងពីរគឺយើងមានលំនឹងគ្រប់គ្រាន់និងសមត្ថភាពគ្រប់គ្រាន់នៅក្នុងការឲ្យយើងទាំងពីរហ្នឹងឈរស្រស់ស្អាតអញ្ចឹងអាហ្នឹងខ្ញុំមើលទៅឃើញថានៅក្នុងខែ5ហ្នឹងអ្នករើសក្រុមទី2គឺត្រូវការឲ្យអ្នកអស់គ្នាប្រឡែងដៃច្រើនឬក៏បធូរចិត្តបធូរអារម្មណ៍
ដូចនៅក្នុងរូបនេះនឹងបង្ហាញអញ្ចឹងគឺក្មេងស្រីម្នាក់ហ្នឹងគឺគាត់ឈរនៅលើថ្ម5ហ្នឹងដែលបានដាក់មកទុំលើគ្នាហ្នឹងណាហើយគឺមានខ្សែចង្កេះហ្នឹងគឺហូនឡាយគឺនិយាយថាមានការប្រឡែងដៃហើយនឹងអត់ទៅខ្វល់ខ្វាយច្រើនខ្លាំងមែនតើអញ្ចឹងក៏អាចអនុញ្ញាតឲ្យអ្នកទាំងអស់គ្នាបើកចិត្តបើកអារម្មណ៍បើកបេះដូងហើយនឹងបើកខួរក្បាលទទួលយកអ្វីផ្សេងទៀតចូលមកឃើញទេនេះគឺជាការមើលទៅទឹកមុខរបស់គាត់ដំណើរថាគឺគាត់សប្បាយចិត្តហើយនឹងធូរចិត្តហើយនឹងសះស្បើយហើយគឺ relax លំហែខ្លាំងមែនតើហ្នឹងហើយមានភ្លើងដូចរបៀបថាប្រចាំងមកលើគាត់នេះដូចគ្នាដែរវាដូចរបៀបមានការមើលនឹងអាចមានភ្លើងពណ៌ជះលើអ្នកទាំងអស់គ្នាឬក៏ទទួលបាននៅការទទួលស្គាល់ល្បីល្បាញអស់ហ្នឹងចឹងទៅហ្នឹងហើយអាស្រ័យទៅលើមនុស្សរៀងៗខ្លួនបន្តែនេះគ្រាន់តែថាចេះផ្ទាល់ខ្លួនអ្នកនរគ្នាគឺថាអ្នកនរគ្នាទទួលបាននៅពន្លឺនឹងអូខេសម្រាប់ថាគឺអ្នកនរគ្នាមានសមត្ថភាពលើខ្លួនឯងជឿជាក់ទៅលើជំនាញរបស់ខ្លួនឯងនឹងដែលអាចឈរបាននៅលំនឹងឬក៏អាចដើរមកដល់ពេលនេះអញ្ចឹងណាហ្នឹងហើយអញ្ចឹងនេះគឺស្លឹកបៀទី1 success ទី2គឺ strength ទី3គឺ generosity ហើយទី4គឺ purification ហើយនឹងនេះស្លឹកបៀថារ៉ូអ្នកនរគ្នាមានស្លឹកបៀ5 of cups the fool 6 of swords the devil ហើយនឹង the temperance ជាមួយនឹងស្លឹកបៀទាំងអស់នេះក្រុមទី2ក្នុងខែ5ហ្នឹងគឺហ្នឹងហើយដូចរបៀបមានដំណឹងល្អមានជោគជ័យចូលមកដូចគ្នាដែរប៉ុន្តែជោគជ័យនេះគឺដូចជាជោគជ័យនៅក្នុងឧទាហរណ៍អីគេរឿងខាងក្រៅស្អីខ្លះសិក្សាការងារអីអស់ហ្នឹងចឹងទៅហ្នឹងហើយអាចថារបស់ក្រៅខ្លួនឬក៏ជោគជ័យនៅក្នុងក្រៅខ្លួនមិនមែននៅក្នុងចិត្តអារម្មណ៍របស់អ្នកនរគ្នាប៉ុន្តែនៅក្នុងចិត្តអារម្មណ៍ហ្នឹងក៏មានដែរព្រោះអីមានស្លឹកបៀ strange គឺ ancient oak spirit ណាគឺដើមអុកដើមឈើដ៏ធំហ្នឹងដើមឈើហ្នឹងណាអ្នកនរគ្នាគឺពិតជាអាចរស់បានយូរអង្វែងខ្លាំងមែនតើមីរ៉ៃយូរអង្វែងច្រើនខ្លាំងហើយចឹងដូច្នេះហើយគឺមាននៅកម្លាំងចិត្តមានកម្លាំងចិត្តហ្នឹងគឺមានហើយប៉ុន្តែសំខាន់គឺកម្លាំងកាយគ្នាដែរព្រោះឯដើមឈើហ្នឹងគឺអាចជាប់នៅកន្លែងហ្នឹងហើយអាចនិយាយថាឆ្លងកាត់នៅខ្យល់នៅព្យុះនៅភ្លៀងនៅថ្ងៃក្តៅអីអស់ហ្នឹងភាពរាំងស្ងួតអីអស់ហ្នឹងបានអញ្ចឹងទៅហ្នឹងហើយអញ្ចឹងមានបន្តរស់មកហើយសំខាន់នេះមានទ្វារបើកទៀតអ្នកឃើញទេគឺទ្វារបើកណាជាមួយនឹងស្លឹកបៀហ្នឹងនេះមានបើកចំហមកអញ្ចឹងហើយបានមានពន្លឺជះចេញមកអញ្ចឹងបានន័យថាខ្ញុំមើលទៅនៅក្នុងខែ5នេះក្រុមទី2អ្នកគ្នាដូចជាបើកទ្វារអីមួយឬក៏ទ្វារជីវិតមួយរបស់អ្នកគ្នាអញ្ចឹងហើយបានជាថាមាននៅដំណឹងល្អចូលមកច្រើនឬក៏ដូចរបៀបថាមានការត្រាស់ដឹងនៅក្នុងចិត្តរបស់អ្នកគ្នាអញ្ចឹងទៅចូលមកប៉ុន្តែនេះមើលទៅគឺភាគច្រើនគឺដូចនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នកគ្នាដែលអ្នកគ្នាអាចឃើញតែម្ដងអាចថាខ្ញុំឃើញថាអ្នកខ្លះគឺដោយសារតែផលល្អរបស់អ្នកគ្នាដែលបានធ្វើហ្នឹងអាចថាមិនថានៅជាតិហ្នឹងឬក៏ជាតិមុនជាតិណានោះទេដល់ពេលហើយក្នុងខែ5ហ្នឹងឬក៏នៅថ្ងៃមុខហ្នឹងគឺរឿងហ្នឹងជាពិសេសក្នុងខែ5ហ្នឹងផលល្អរបស់អ្នកគ្នាហ្នឹងគឺត្រឡប់ចូលមកឲ្យអ្នកទាំងអស់គ្នាវិញអូខេនេះគឺជាអ្វីដែលអ្នកគ្នាបានសាងហើយចឹងរឿងល្អដែលអ្នកគ្នាទទួលគឺវាចេញពីខ្លួនរបស់អ្នកគ្នាដោយសារតែអ្នកគ្នាបានធ្វើចឹងត្រឡប់មកឲ្យអ្នកគ្នាវិញអូខេហើយខ្ញុំមើលទៅជាមួយនឹងស្លឹកបៀ Maple Spirit គឺ generosity ជាមួយនឹងស្លឹកបៀហ្នឹងមានពាក្យថា generosity គឺបានន័យថាគឺចិត្តល្អចែករំលែកចែកផលបុណ្យផលធម៌ជាមួយនឹងអ្នកផ្សេងអាចបានន័យថាគឺអ្នកទាំងអស់គ្នាដាក់ទានអីឲ្យគេហើយនឹងឲ្យខ្លួនឯងនឹងដូចគ្នាដែរជាមួយនឹងស្លឹកបៀហ្នឹងប៉ុន្តែខ្ញុំមើលទៅឃើញថាវាប្រៀបដូចជានៅក្នុងរឿងនិទានអញ្ចឹងអ្នកនរគ្នាឃើញទេមានដូចនេះទូចនឹងចូលមកវាភ្លឺបច្ចាំងផ្លូវជីវិតរបស់អ្នកគ្នាអញ្ចឹងណាអញ្ចឹងទៅបានថាគឺនៅក្នុងខែ5នេះក្រុមទី2ជីវិតរបស់អ្នកគ្នាគឺដូចជាម៉ាស៊ីនអញ្ចឹងដោយសារតែសឹងថាចេះអ្វីដែលអ្នកគ្នាបានសុំអីចឹងទៅណាឬក៏រឿងវាចេញផុសនៅមុខអ្នកគ្នាចេញជារូបជារាងឲ្យមកឃើញតែម្ដងអូខេព្រោះអីដូចនិយាយហើយចឹងបើសិនជាអ្នកគ្នាធ្វើល្អដូចថាធ្វើល្អជាមួយអ្នកអតីតឬក៏ជាមួយខ្លួនឯងឬក៏ការអត់ធ្មត់អ្វីដែលអ្នកគ្នាខំប្រឹងធ្វើហ្នឹងណាគឺវានឹងត្រឡប់មកឲ្យអ្នកគ្នាវិញគឺពេលខ្លះអាច10ដងលើសឬក៏100ដងលើសគឺវាអាស្រ័យទៅដល់បនផលរបស់មនុស្សផ្សេង
រៀងខ្លួននឹងទៀតចឹងទៅប៉ុន្តែគឺដឹងតែថាដឹងតែត្រឡប់ចូលមកអញ្ចឹងដូច្នេះហើយគឺបើសិនជាពេលណាមួយអ្នកគ្នាបានធ្វើផលល្អប៉ុន្តែអ្នកគ្នាភ្លាមហ្នឹងបានទទួលនូវផលអាក្រក់គឺវាមិនបានន័យថាអ្នកគ្នាអត់បានទទួលបនរបស់អ្នកគ្នានឹងមកវិញទេហើយត្រូវឈប់ធ្វើឲ្យពួកអីពេលខ្លះគេនិយាយថាពេលខ្លះផលបនដែលអ្នកគ្នាធ្វើជាមួយនឹងមនុស្សម្នាក់ហ្នឹងគឺវានឹងអាចមិនមែនត្រឡប់គឺមិនអាចវាអាចថាមិនមែនជាមនុស្សម្នាក់ហ្នឹងឯងដែលផ្ដល់បនឬក៏ធ្វើល្អដាក់អ្នកគ្នាវិញប៉ុន្តែអ្នកផ្សេងណាដូចវាបែបហ្នឹងអញ្ចឹងគឺបន្តធ្វើឲ្យជឿទៅទៀតពួកអីស្លឹកពីរបស់អ្នកគ្នាគឺស្អាតហើយបង្ហាញមកថាអ្នករកក្រុមទី2មើលទៅភាគច្រើនគឺមនុស្សដែលមានព្រលឹងល្អហ្នឹងគឺចិត្តបនចិត្តធម៌ហើយគឺចិត្តចៃកម្លែកហើយពេលខ្លះចិត្តរបស់អ្នកនរគ្នាព្រលឹងរបស់អ្នកនរគ្នាអាចរៀងទុនខ្សោយឬក៏ទុនស្រួយណាបានន័យថាគឺអាចមានថាមពលបិសាចឬក៏ថាមពលមិនល្អឬក៏ខ្ញុំនិយាយថាពលបិសាចនៅក្នុងរឿងចិនគឺថាពលអវិជ្ជមានហ្នឹងណាហ្នឹងហើយឬក៏មនុស្សអវិជ្ជមានអាចចូលមកនៅក្នុងជីវិតរបស់អ្នកនរគ្នាហើយគឺដូចរបៀបថាថែមហ្នឹងហើយគឺអស់ម្លាយអ្នកគ្នាធ្វើឲ្យអ្នកគ្នាចាប់អារម្មណ៍ធ្វើឲ្យអ្នកគ្នាចង់ចូលទៅឲ្យតាមគេហ្នឹងហើយដូចបែបហ្នឹងគឺសឹងដូចនៅក្នុងស្លឹកបៀតឌីវ៉លនេះគឺធ្វើតាក់ទាញអ្នកនរគ្នាប៉ុន្តែមានដូចវាថាមាននៅអ្នកតាមថែរក្សាឬក៏ផលបនផលកសលរបស់អ្នកគ្នាម្ដងទៀតគឺជួយអ្នកទាំងអស់គ្នាប្រាប់អ្នកទាំងអស់គ្នានាំអ្នកគ្នាឲ្យមកផ្លូវត្រូវវិញឬក៏ផ្លូវល្អវិញអញ្ចឹងបានថាអ្នកក្រុមទី2គឺអាចដោយសារតែផ្លូវចិត្តកម្លាំងចិត្តរបស់អ្នកគ្នាគឺល្អបរិសុទ្ធអញ្ចឹងដូច្នេះហើយគឺអ្នកនរគ្នានឹងជួបនៅរឿងល្អហើយនឹងផលបរិសុទ្ធនឹងត្រឡប់មកវិញអូខេមិនថានៅពេលណាក៏ដោយគឺអត់ធ្មត់ហើយនឹងបន្តជឿទៀតណាហ្នឹងហើយគឺក្រុមទី2អ្នកទាំងអស់គ្នាយ៉ាងណាក៏ដោយជាមួយនឹងស្លឹកបៀតដែលឃើញហ្នឹងនៅក្នុងខែ5ហ្នឹងគឺនឹងទទួលបាននៅភាពសប្បាយនឹងអាចទទួលបាននៅស្នាមញញឹមច្រើនប៉ុន្តែក៏ដូចរបៀបថាគឺអ្នកនរគ្នានឹងគិតទៅដល់រឿងអតីតកាលរបស់អ្នកទាំងអស់គ្នាអ្វីដែលអ្នកគ្នាបានបាត់បង់ឬក៏អ្វីដែលបានចាក់ចេញទៅនឹងឬក៏អ្នកគ្នាព្យាយាមធ្វើប៉ុន្តែអត់បានដូចបំណងឲ្យចឹងធ្វើឲ្យអ្នកគ្នាមានវិបត្តិសារីមានការស្ដាយក្រោយហ្នឹងវានឹងអាចមានហើយកើតឡើងអញ្ចឹងធ្វើឲ្យអ្នកគ្នាព្រួយបារម្ភអត់បាត់បង់ការជឿជាក់មកលើខ្លួនឯងចឹងហើយបានមានស្លឹកបៀជឿជាក់លើខ្លួនឯងlà កុំខ្ញុំសងសួរនឹងចូលមកដើម្បីរំលឹកឲ្យអ្នកគ្នាដឹងគោលដៅសម្រាប់គោលបំណងប្រធានបទធំបំផុតរបស់អ្នកគ្នានៅក្នុងខែ5ហ្នឹងគឺត្រូវតែជឿជាក់លើខ្លួនឯងជានិច្ចជឿជាក់លើខ្លួនឯងហ្នឹងដូចនិយាយថាឧទាហរណ៍បើព្រលឹងបើថាអ្នកគ្នាតែងតែធ្វើល្អរហូតមកអញ្ចឹងជឿជាក់ថាអ្វីដែលអ្នកគ្នាធ្វើល្អហ្នឹងនឹងត្រឡប់មកវិញឬក៏ថាអ្វីដែលចិត្តគំនិតរបស់ខ្លួនឯងដែលគិតអាក្រក់ទៅលើមនុស្សម្នាក់អញ្ចឹងគឺត្រូវជឿថាអ្នកតាមថែរក្សាព្រះជាម្ចាស់នឹងការពារអ្នកនរគ្នាពីធម៌ពលអាក្រក់ឬក៏ពីសត្រូវណាទាំងអស់មិនថាសត្រូវដែលមើលឃើញឬក៏មិនមើលឃើញនោះទេដូចរបៀបបែបហ្នឹងអាហ្នឹងឯងគឺជាការជឿជាក់មួយដូចគ្នាដែរឬក៏ជំនាញទៅលើជំនាញខ្លួនឯងអញ្ចឹងទៅថាអូអ្នកនរគ្នាត្រូវប្រឡងហ្នឹងគឺអ្នកនរគ្នាបានមើលតន្ទិញម្ដងហើយម្ដងទៀតគ្រប់គ្រាន់អស់ហើយអញ្ចឹងឬក៏បានរៀនត្រូវអស់ហើយអញ្ចឹងគឺត្រូវតែរងាប់ចិត្តខ្លួនឯងហើយជឿទៅលើការខំប្រឹងរៀនឬក៏សមត្ថភាពរបស់ខ្លួនឯងហ្នឹងដូចវាបែបហ្នឹងណាអាស្លឹកបៀកូលហ្នឹងខ្ញុំសម្រាប់ខ្ញុំគឺខ្ញុំចាត់ទុកថាគឺជាអ្វីមួយដែលនៅចំណុចកណ្ដាលហ្នឹងហើយស្លឹកបៀផ្សេងទៀតមកគឺវាបន្ថែមន័យឬក៏ដើម្បីឲ្យរំលឹកមកស្លឹកបៀកូលហ្នឹងដូច្នេះហើយណាជាពិសេសសម្រាប់ក្រុមអ្នកនរគ្នាហ្នឹងតែម្ដងហ្នឹងហើយជាមួយនឹងស្លឹកបៀទាំងអស់នេះជាពិសេសខ្ញុំចង់និយាយ Ancient Oak Spirit នេះខ្ញុំចង់និយាយម្ដងទៀតគឺថាសំឡេងចង់និយាយថាអ្នកនរគ្នាមាននៅចិត្តគំនិតអារម្មណ៍ឬក៏ភាពចាស់ទុំច្រើនអូខេជាមួយនឹងស្លឹកបៀឡាកុំខ្ញុំសងសួរថ្មហ្នឹងណាគឺត្រូវការអត់ធ្មត់ខ្លាំងមែនតើអ្នកនរគ្នាដើម្បីអាចឲ្យរៀបបានហ្នឹងណាគឺគ្រាន់តែថ្មទុយធម្មតាខ្ញុំសាកហ្នឹងគឺដួលអារម្មណ៍ហ្នឹងពេលខ្លះគឺខឹងខ្លាំងមែនតើហើយចង់បោះបង់ចោលហ្នឹងហើយអញ្ចឹងគឺថាពេលខ្លះគឺមនុស្សក្មេងខ្លះគឺវាមាននៅភាពចាស់ទុំមិនថាអ្នកគ្នាក្មេងឬចាស់ទេគាត់ថាក្នុងចិត្តគំនិតរបស់អ្នកគ្នាគឺចាស់ទុំយល់ដឹងគ្រប់គ្រាន់មានបទពិសោធន៍គ្រប់គ្រាន់ហើយជាមួយនឹងដើមឈើ Oak Spirit ហ្នឹងណាវិញ្ញាណអុកហ្នឹងដើមឈើហ្នឹងគឺថាកម្លាំងចិត្តរបស់អ្នកគ្នាគឺខ្លាំងគ្រប់គ្រាន់ហើយកម្លាំងហ្នឹងណាគឺនឹងនាំផ្លូវអ្នកទាំងអស់គ្នា
ឲ្យដើរផ្លូវត្រូវឬក៏ទៅធ្វើនេះទៅធ្វើនោះរហូតគឺដូចរបៀបថាអ្វីគ្រប់យ៉ាងក្រុមទី2គ្រប់យ៉ាងគឺកម្លាំងអីអស់ហ្នឹងគឺនៅក្នុងខ្លួនរបស់អ្នកនរគ្នាអត់មានអ្នកណាអាចមើលឃើញហើយក៏អាចបំបែកបំបាក់កម្លាំងនឹងបានដែរគឺដោយសារតែវានៅក្នុងខ្លួនអ្នកនរគ្នាហើយគឺអ្នកនរគ្នាបានសាងបានខំប្រឹងធ្វើតាំងពីយូរមកហើយអូខេវាមិនមែនគ្រាន់តែជាអ្វីដែលអ្នកនរគ្នាទើបតែដឹងឬក៏ទើបតែធ្វើកាលមកអាទិត្យមុននឹងនោះទេនេះអញ្ចឹងគឺវាច្រើនឆ្នាំមកណាអ្នកខ្លះគឺអាចច្រើនជាតិមកដល់ពេលអញ្ចឹងទៅក៏ធ្វើឲ្យคล้ายជាចំណុចគោលឬក៏តសគ្រឹះនៃព្រលឹងរបស់អ្នកនរគ្នាអញ្ចឹងបានន័យថានៅពេលពេលអ្នកនរគ្នាជួបរឿងឬក៏រាល់រឿងឧបសគ្គអីក៏ដោយដែលអាចជួបគឺអ្នកនរគ្នាពេលដែលអ្នកនរគ្នាត្រឡប់ទៅគោលទៅលើដូចថាដើមឈើនឹងវិញណាហ្នឹងហើយគឺអ្នកនរគ្នានឹងអាចមើលឃើញហើយនឹងអាចដូចវារកផ្លូវឬក៏អាប់ហ្នឹងគឺវាចាប់ផ្ដើមជះចេញទៅតែម្ដងពីមុខអ្នកទាំងអស់គ្នាអូខេហើយនិយាយទៅគឺថាក្រុមទី2គឺអ្នកនរគ្នាមានកម្លាំងចិត្តខ្លាំងហ្នឹងហើយឆន្ទៈអីអស់ហ្នឹងការអត់ធ្មត់ការបដិញ្ញាចិត្តហើយការព្យាយាមអីអស់ហ្នឹងគឺសុទ្ធតែមាននៅក្នុងខ្លួនរបស់អ្នកនរគ្នាហើយគឺពេលខ្លះមនុស្សខ្លះណាគឺបែកផ្លូវហើយគឺព្យាយាមដើរតាមគេធ្វើតាមគេដូចស្លឹកវាដែរបង្ហាញនេះដូចគ្នាដែរក្រុមទី2គឺអ្នកខ្លះគឺអ្នកទាំងអស់គ្នាអាចងាយស្រួលបោកបានន័យថាមានគេឯងអាចប្រើឬក៏ influence ហ្នឹងហើយធ្វើឲ្យអ្នកនរគ្នានឹងធ្វើតាមគេអីដោយងាយខ្លាំងមែនតើហ្នឹងហើយគឺដោយសារតែពេលខ្លះគឺឬក៏ដោយសារតែរូបរាងអ្នកនរគ្នាមើលទៅគឺដូចរបៀបក្មេងឬក៏អ្នកនរគ្នាអត់ទាន់ដឹងអត់ទាន់មានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការជាក់លើខ្លួនឯងដល់ពេលអញ្ចឹងបដ ாய் ឲ្យគេដូចរបៀបបោកប្រើឬក៏ឲ្យគេយល់ថាគឺដោយសារតែអ្នកនរគ្នាមើលទៅក្មេងទុនរូបរាងខាងក្រៅទុនភ្លួនអីអស់ហ្នឹងអញ្ចឹងក៏ធ្វើឲ្យគេដូចវាប្រើឲ្យជន់ឈ្លីនៅពីលើហ្នឹងឯងពេលខ្លះអញ្ចឹងជាមួយនឹងស្លឹកបៀននេះគឺទាំងអស់ហ្នឹងមើលទៅផ្លែកមែនតើពួកអីនេះគឺដោះសូននៅខែ5គឺអ្នកទាំងអស់គ្នានឹងមើលឃើញហើយនឹងចាប់ផ្ដើមរឿងជីវិតរបស់អ្នកនរគ្នាដោយថាជឿជាក់នេះដូចនិយាយថាចាខ្ញុំមិនឃើញថាចាមនុស្សដែលនឹងចូលមកក្នុងខែ5ហ្នឹងដែលកើតទុកគ្រប់យ៉ាងគឺល្អវេបដិសារីខ្លួនឯងអត់ចេះចោះហ្នឹងហើយធ្វើអត់កើតចឹងទៅហ្នឹងគឺកម្លាំងចិត្តឬក៏ការជឿជាក់អីអស់ហ្នឹងគឺធ្លាក់ដល់0ដល់ពេលហើយក៏ចាប់ផ្ដើមនេះដូចរបៀបអូរ៉ាអញ្ចឹងតែម្ដងគឺសុបាយចិត្តមែនតើហើយចាប់ផ្ដើមធ្វើចាប់ផ្ដើមផ្លាស់ប្ដូរចាប់ផ្ដើមប្រែប្រួលអ្នកខ្លះគឺនឹងអាចប្ដូររំលើតែម្ដងហ្នឹងហើយប្ដូរសាលាអញ្ចឹងទៅឬក៏ប្ដូរទៅកន្លែងណាមួយឬក៏ប្ដូរទស្សនៈប្ដូរអីអស់ហ្នឹងប៉ុន្តែនេះខ្ញុំមើលទៅឃើញថាខែ5ហ្នឹងនឹងមានការចាប់ផ្ដើមអ្វីមួយធំតែមើលទៅដែលថាខ្លួនអ្នកទាំងអស់គ្នាគឺអត់ដឹងហើយអ្នកគ្នានឹងអាចភ័យខ្លាចប៉ុន្តែគឺអ្នកគ្នានៅតែបន្តដើរទៅនៅតែជឿទៅហើយហ្នឹងហើយនៅតាមផ្លូវគឺនឹងអាចជួបនៅមនុស្សតែដូចនិយាយចឹងថាពលបិសាចឬក៏ថាពលវិជ្ជមានចូលមកដូចរបៀបតាក់ទាញអ្នកទាំងអស់គ្នាហ្នឹងហើយអូខេដើម្បីធ្វើឲ្យអ្នកគ្នានឹងទៅតាមដូចរបៀបស្ករគ្រាប់ហ្នឹងអីចឹងទៅដើម្បីបោកក្មេងគឺយកស្ករគ្រាប់ហ្នឹងទៅឲ្យក្មេងហ្នឹងណាហើយ Tom Parents ខ្ញុំមើលទៅឃើញថានៅក្នុងខែខ្ញុំភ្លេចនិយាយគឺថាអ្នកគ្នាមានស្លឹកវាស្រីមកចូលអាខាតនៅក្នុងខែ3ហ្នឹងគឺសំខាន់ជាខែមួយដែលសំខាន់ដែលខែ3ខែ5ហ្នឹងគឺជាខែមួយដែលសំខាន់ដែលមាននៅអត្តន័យហើយគឺមានរឿងធំច្រើនណាហ្នឹងហើយរឿងដែលកើតឡើងវាមិនមែនរឿងធម្មតានោះទេអញ្ចឹងគឺនឹងសំខាន់ដែលអ្នកគ្នាមានកម្លាំងចិត្តហើយកម្លាំងចិត្តរបស់អ្នកគ្នាគឺត្រូវរឹងមាំហើយរឹងដូចដៃថែបតែម្ដងព្រោះអីនៅក្នុងខែ5ហ្នឹងអ្នកគ្នានឹងអាចជួបរឿងរ៉ាវច្រើនគួសមការផ្លាស់ប្ដូរឬក៏អីអស់និយាយរួមទៅទាំងល្អទាំងអាក្រក់ចូលមកអញ្ចឹងហើយគឺកម្លាំងចិត្តរបស់អ្នកគ្នាត្រូវតែរឹងហើយត្រូវតែអាចត្រឡប់មកចំណុចកណ្ដាលវិញរហូតបានន័យថាមានលំនឹងដូចស្លឹកវា Tom Parents ហ្នឹងអញ្ចឹងអូខេថាគឺអ្នកគ្នាអាចខ្មៅបានអាចសបានប៉ុន្តែគឺអត់អាចត្រូវខ្មៅដុតហើយគឺសស្លេទេរបៀបអញ្ចឹងណាហើយស្លឹកវា purification ខ្ញុំភ្លេចនិយាយគឺភាគច្រើនតំណាងឲ្យថាការលាងហ្នឹងហើយការផ្លាស់ប្ដូរថាដូចមនុស្សអញ្ចឹងអានេះខ្ញុំនឹកឃើញទៅដល់ការស្លាប់គឺថានៅពេលដែលស្លាប់អញ្ចឹងទៅរាងកាយហ្នឹងគឺអាចយកទៅដុតឬយកទៅកប់អញ្ចឹងទៅហើយព្រលឹងអ្នកដែលយើងជឿទៅលើដល់ថាការចាប់ជាតិឬក៏ព្រលឹងអីអស់ហ្នឹងព្រលឹងហ្នឹងក៏ដូចរបៀបថាលាងដោយការយើងនឹងដុតឬក៏សូត្រមន្តឬក៏អីគេជះទឹកឬក៏អីមិន
ស្អីបហៀ not បហៀគឺបនស្រន់សាពះអីអស់នឹងឲ្យអាហ្នឹងអញ្ចឹងទៅក៏ប្រឡឹងហ្នឹងក៏ជាហើយគឺកើតសារជាថ្មីហើយអាចចាប់ជាតិបានហ្នឹងណាអាហ្នឹងចាំបានថានៅខ្មែរយើងជឿថាពេលខ្មោចស្លាប់ឬក៏អីអស់ហ្នឹងមនុស្សស្លាប់ហ្នឹងគឺត្រូវទៅសូត្រមន្តដើម្បីកុំឲ្យខ្លាចជាថ្មីតែហៅដល់អញ្ចឹងបានន័យថាដើម្បីឲ្យប្រឡឹងហ្នឹងអាចទៅចាប់ជាតិឬក៏ទៅកន្លែងថ្មីដែលគាត់ត្រូវទៅហ្នឹងអញ្ចឹង purification ហ្នឹងហើយដូចគ្នាដែរគឺមនុស្សហោះចាំខ្ញុំនឹកឃើញទៅដល់រឿងហ្នឹងទៀតអូខេអញ្ចឹងលេខ30ហ្នឹងនេះមានលេខ2ហើយនិងលេខ3ចេញមកច្រើនដងអ្នកនរគ្នាបើអ្នកនរគ្នាចាប់អារម្មណ៍មើលឃើញទេអានេះលេខ34អានេះលេខ2លេខ23មានលេខ2ហើយនិងលេខ3ទៀតហើយនេះគឺលេខ30គឺមានលេខ3ទៀតអញ្ចឹងជាមួយនឹងស្លឹកបៀនហ្នឹងគឺថាយ៉ែឃើញហើយគឺនៅជុំវិញខ្លួននៅក្នុងខែ5ហ្នឹងគឺគ្រប់យ៉ាងកើតឡើងដូចមើលទៅដើម្បីលៀងអញ្ចឹងណាហ្នឹងហើយគឺដូចមានរឿងអាក្រក់ល្អឲ្យចូលមកដល់ពេលហើយគឺត្រូវលៀងចេញទៅទាំងអស់អញ្ចឹងបានន័យថាមិននៅក្នុងខែ5ហ្នឹងទេគឺចុងខែ5ឬក៏ខែផ្សេងអីទៀតអញ្ចឹងទៅដែរគឺនឹងលៀងសម្អាតអីមែនតែនអាហ្នឹងដូចស្ថិតនៅក្នុងការកំពុងតែលៀងកំពុងតែការផ្លាស់ប្ដូរប្រែប្រួលហើយម្ដងទៀតជាមួយនឹងស្លឹកបៀ purification pierce អីគេស្អីក៏អសប្រាំងស្អី pine spirits អូខេអញ្ចឹងគឺនេះបានន័យថាគឺអ្នកទាំងអស់គ្នាមានការពារពីអ្នកតាមថែរក្សាពីព្រលឹងពីមនុស្សនៅជុំវិញខ្លួនអ្នកទាំងអស់គ្នាហើយដូចគ្នាដែរគឺនិយាយច្រើនដងហើយណាក្រុមទី2នេះមានថាអពលនៅចំណេះដឹងត្រាស់ដឹងស្អីគេគំនិតគតិបណ្ឌិតនឹងច្រើនខ្លាំងមែនតើអញ្ចឹងដូច្នេះហើយបានជាថាមាននៅការពារអូខេពួកអីពេលខ្លះនៅពេលដែលអ្នកគ្នាភ្លឺនឹងមានថាមពលនៅមានថាមពលខ្មៅនឹងឬក៏មនុស្សខ្មៅនឹងនឹងចូលមកអ្នកទាំងអស់គ្នាមករកពួកអីគឺដូចនេះអញ្ចឹងគឺអាភាពខ្មៅងងឹតនឹងនឹងតាក់ទាញទៅលើអ្វីដែលភ្លឺនិយាយថាអ្វីស្អីគេនឹងតាក់ទាញអ្វីដែលផ្ទុយគ្នាហ្នឹងឯងអញ្ចឹងបានថាញីតាក់ទាញឈ្មោះតាក់ទាញញីអស់ហ្នឹងណាថាមពលផ្ទុយគ្នាហ្នឹងឯងអញ្ចឹងថានៅពេលដែលអ្នកគ្នាកំពុងភ្លឺហ្នឹងនឹងអាចមានថាមពលងងឹតចូលមកហើយចឹងហើយបានថានេះគឺមានការការពារហ្នឹងអញ្ចឹងបានខ្ញុំនិយាយមុនហ្នឹងថាជឿទៅលើថាខ្លួនឯងធ្វើល្អមានអ្នកតាមថែរក្សាអញ្ចឹងថាពលអាក្រក់អីទាំងប្រមាណបើទោះជាចូលមកក៏មិនអាចនៅយូរហើយក៏មិនអាចធ្វើអ្វីមកលើអ្នកទាំងអស់គ្នាដែរហ្នឹងហើយអូខេហើយមានស្លឹកបៀហ្នឹងដូចគ្នាដែរគឺអ្នកគ្នាអាចត្រូវលាងសម្អាតបរិស្ថានផ្ទះឬក៏ខ្លួនឯងអីស្អាតបានឲ្យល្អខ្លាំងមែនតើឲ្យភ្លឺចែងចាំងតែម្ដងណាព្រោះអីនេះមើលទៅដូចថាកំពុងស្ថិតពេលមួយដែលអ្នកគ្នាកំពុងតែដូចរបៀបញញអញ្ចឹងគឺកំពុងតែលាងសម្អាតហើយគឺកំពុងតែដកអានេះចេញដកអានោះចេញដាក់នេះចូលគឺដូចប៉ុន្តែអត់ទាន់ចប់ហើយមែនតើនេះគឺកំពុងតែកើតឡើងកំពុងតែធ្វើហើយបន្ទាប់មកនឹងដោះបៀមើលថាតើនៅក្នុងរឿងស្នេហារបស់អ្នកទាំងអស់គ្នាមានអ្វីខ្លះនៅក្នុងរឿងស្នេហាអ្នករកក្រុមទី2នៅក្នុងខែឧសភានេះមានអ្វីខ្លះអ្នកគ្នាមានស្លឹកបៀ page of sword មើលទៅគឺនឹងអាចមានការរៀនអូខេមាន 2 page គឺមានការរៀនយល់ដឹងស្វែងយល់ពីអ្នកនេះអ្នកនោះអីចឹងណាបានន័យថានឹងអាចមានកូនអារម្មណ៍កើតឡើងចំពោះមនុស្សម្នាក់ចំពោះអ្នកនេះអ្នកនោះអីចឹងទៅរៀនយល់ពីគ្នាហើយនឹងអាចមានអាយុខុសគ្នាដូចគ្នាដែរណាហ្នឹងហើយគឺមានអាយុខុសគ្នាហ្នឹងគឺអាយុមែនតែម្ដងមិនគ្រាន់តែការគិតភាពចាស់ទុំអីនឹងខុសគ្នាចាស់ជាងគ្នានេះគឺជាក់ស្ដែងមានអ្នកមនុស្សម្នាក់ចាស់ជាងម្នាក់ទៀតហើយម្នាក់ទៀតគឺក្មេងជាងម្នាក់ទៀតអានេះយ៉ាងហោចណាស់គឺ5ឆ្នាំដែរហ្នឹងហើយអូខេកម្រិតតើមានអ្វីកើតឡើងនៅក្នុងរឿងស្នេហារបស់អ្នករើសក្រុមទី2ក្នុងខែឧសភានេះមានស្លឹកបៀ Ace of Swords ហើយនឹង Justice ឃើញថាដូចគ្នាដែរនឹងមាននៅស្នេហាកើតឡើងចូលមកដូចនិយាយចឹងមានកូនចិត្តហ្នឹងហើយក៏មានមនុស្សដូចជាស្រឡាញ់ដូចជានឹងផ្ដាល់ហើយក៏គេនឹងនិយាយការពិតប្រាប់អ្នកទាំងអស់គ្នាឲ្យថាមានការសារភាពស្នេហ៍ឬក៏មានដូចអត់ចាំបាច់សារភាពទេណាគឺចាប់ផ្ដើមបើកចិត្តគំនិតនិយាយចូលគ្នាមែនតែនហើយច្បាស់លាស់ដូចវាបែបហ្នឹងសារភាពផ្លូវចិត្តផ្លូវអារម្មណ៍មែនតែនបើកដូចថាលែងលាក់បាំងហ្នឹងហើយនៅពេលដែលខ្ញុំនិយាយមួយមនុស្សអ្នកនរគ្នាជាពិសេសអ្នកដែលញ៉ែឬក៏អីមិនអស់ហ្នឹងណាមួយខ្មែរខ្ញុំចាប់អារម្មណ៍ឃើញថាចុះជាខ្មែរមនុស្សប្រុសខ្មែរហ្នឹង
cứ bây giờ được là việc lệ rõm hay được máu nó kia mà nè cứ bị ai cọ mà đại nhôm hay vậy giờ chặn cho đợt bên hàng chơi thấy ní trong khăn vậy vui cứ ắt trăng vậy ắt chơi món buổi cứ còn ta tranh ta bán clear máu cứ đăng ba đây thằng trắng tới cứ hà ca bao chất đi bao rõm ấy ở nâng cho mình ấy sọt sọt nó là vậy bị ca bận nó cứ việc trong khăn mình tàn buổi thơ máu vậy chẳng được cả đăng chẳng cứ cây mơ khơi đăng cho bác chỉ biết xem mình say cứ nhiên khăn của xóm là ngày nơi pe đại ngọc ngặt á nơi pe đạo ngục ngồi mình sáng là justice cứ tha nó không riêng sai ha nó là óc này nâng ai chuột nơi mình nữ này bắt đo nơi ở vậy để nó kia bắt đo ấy kì ok hỏi mơ tới mình nữ ai tiếng kia bàn tay có tôi kia khó kia đại mình sáng nếu như ba này tha đại cái nâng bắt đo nơi ở vậy để nó kia bắt đo ấy kì xong bởi nó kia thua lọ đã kế cái nâng thua lọ đã kia bởi nó kia sành kế cái nâng ai bắt đo nơi cái đây sành nâng ai một vinh bàn tay bởi nó kia thua cọ cứ nó kia nâng số bàn nâng cọ bằng hòa vinh rồi có tổ bạn ấy sao được việc bạn nâng anh để justice nó không rừng tận tận này ha cứ lọ hay em cật ha cứ tới từ miền phụ ấy cứ ai thở từ miền tay mình được mình đẹp bắt đầu ai hay mình đẹp bắt đầu lại em với nhỉ cứ tới từ miền hiệp mai khi chiến này sầm đậm nhom nó không rừng này ha lời ní bên ní cứ vô đằng ấy cặp ba cả chả hay trận phải ra mấy nè ô răng dạ nó không rừng này ha nó cứ bài nâng anh hỏi chẳng bạn ấy tha cứ việc sân miền là rõm ấy ôi cái ơi ngọc nâng slime mà nè nâng rư có ôi mà kia ôi đừng việc than vậy tay pin mà nè nâng mà ngày mà phải buồn màu nâng tại mình đâu rồi còn pờ ngày á anh ấy cứ riêng trầm trời hồi ngọc ngạt hồi đừng trả thun thì rồi có sự đạ rõm từ khẳng là này chẳng tao máu nhâm nâng mà đỏ mớ vẽ pon cho mùi nâng rương lôi cả là bọn nhỏ kia vậy rồi có rừng cài nghĩa là lôi cả nâng nè rồi còn tí pí nó không khai pram trang vi pon phải pram này xôm ở cồn lôi cả là bọn nhỏ rồi còn tí miễn là bia nãy offshot cứ nhỏ kia stress trắng mà hay chỉ tua lọt ban rồi có thôi ấy cọt cài ọt định ha sầm rạch ấy bạn đôi bầm nó bọn nhỏ kia là ngày sáng tới có lôi nâng bị ảnh riêng stay nè chúng mình xích sắp khám nâng ai nhiên lôi từ lọc màu vinh rồi có phía trán nhưng mơ tới cứ khang phơi chết phơi rõm nơi pe này nhỏ kia ai ngọc sạc khác cứ đừng trầu màu hói cứ đừng ai trời cao nhỏ kia thôi ca trán ok năm bây tụi bàn lôi nâng bánh đáy đi có cả trầu màu đáy nè lôi nâng có vì nâng cứ đừng tập bán này cứ nơi tầm miếng nâng còn tập ha đi này ọc sọt món nhỏ khi ai sẽ trán anh thay miên ca chai lôi trao như có thử đau từ nào đôi để nhỏ như xong này giống nè xong ngọc như ruồi cất nó không chật khẳng page offshot mơ tới cứ rừng lôi cả năng chỉ rừng môi đài sòng hàn mấy kia đáy hay bạc quan từ lời play trận nhỏ kia của sòng năng ấy trong bạn ha là công trong sòng xoa đây nhóm vậy tăng bị đăng có 3 video đặc biệt cô bảo nhỏ kia nắng cứ ai miên ca chọc chơi nó không rừng lôi cả năng kia đáy này cứ miên ca oi đưa có play chất play rõm thiệt tắc nó không hay ní sòng khán bẹ pon cho mùi nhang rừng lôi cả nắng răng ai tra cao nhỏ kia cục rồi bàn ó nó bên này nọ kia rõm lỏ lôi cái chỗ máu nó bên này nọ kia stress lôi con đừng đôi việc stẻ là ngày dạ mơ tới khinh ha bài năng sầm đậm nhẹ rồi from tp tại trong tới page of short page trái ở page of cap page trái nó không rừng lôi cả cứ việc sơn giấy hay có ban trao thu hồ hìa này là ngày ok bàn tay cứ miền của anh miền tây thông của xóm chắc là miền xâm nàng lo đầm nàng lo cả đang chỗ mà đây sau tới nhập ai nhảy hai nhập conสำหรับการตัวสนามเบอร์เซนจีดอกเนี่ยจะเป็นเช่นก็เพลย์ช่วยไลค์ช่วย subscribe ช่วยเข้ามาในยมวยพ่องปัจจัยช่วยสร้างคลังเหมือนแต่หอยจำรวนจัดยมอยการตัดเธอแทนเตียดปันได้เบอร์เซนจีดอกเนี่ยอัดซ้อนก่อได้ยังไงหอยจังเต้จุดดอกเนี่ยครองวิดีโอคลายบายสุดท้ายเนี่ยเรากรมตีใบเนี่ยออกเนี่ยบ้านเรายกสลักเบียร์มวยนี้คือเลบิลองหอยนี่คือยังมาทาตาขนมไข่ปลาไข่อุสเพียนี่มีนซาไว้คลาสำหรับเนี่ยแต่งออกนี้chúng mới đang sạch bia le bilan nhưng mà đây khơi thẻ cứ nọ khi đang miên nơi can nợ ra lực rồi có kết pichara mơ bẹ pon chúng mới đang ở vậy đây nọ khi bàn trong can hai ní miên rụng mình được ca ai tha nè khác cứ ai tha chiếc cô đừng kia vui chẳng á là ngày hai tha đang được ca chúng mới khi bàn tay cứ ọt bàn sạch lại được bầm nón rồi có được ca rồi hai hỏi cứ được tha ọt ca hay có bảy bạn miền là rõm vì anh bài nè mình ta chăm bài gì
còn tại mơ tới mi rong mùi để the riêng vị và đệ xa rấy hơi nâng ngọc sang ngại từ lơ rương ở tất cả từ lơ vậy để bạn lòng cắt nâng khăn của xóm để cùng khai pram ní nè rồi cầm tí bầy cứ nhỏ khi cất mơ tròn khăn mình tên thà tao nhỏ khi ai cài prai vậy bạn khăn bao sân chỉ nhỏ khi tập từ còi nâng vinh tập từ tất cả lớn rồi có tao nhỏ khi ai chụp ở vậy thôi chỉ miền khăn rồi có từ ngày một ngày còi tao nhỏ khi là ai chụp rương bạn nâng tiệt ọt rồi có bài sinh chuột ta nhỏ khi ai cô ta thưa bạn na rồi có chập đam trong na rồi có cài mệt rồi có thưa mấy ỏi ỏi chẳng na năng ngày trong mùi năng sặc bia năng cứ ai bạc khai năng màu giống na cứ thay nhỏ khi miền aram tiếng ở năng hồi chẳng có đầm nào khi đại tha cứ năng miền cà plap lâu cả làng châu mau không chụp bật bật nè tiếng ở khi vì mơ tới đi tha cột dáng cứ viên năng mình du ông váy hơi có viên mình thật thếហើយរឿងខ្លះទៀតមើលទៅប្រៀបដូចជាការពិតដែលល្អដែលនឹងសប្បាយរីករាយប៉ុន្តែគឺវាត្រូវតែចាក់ចេញគឺនឹងត្រូវតែដកខ្លួនឯងចេញពីជីវិតរបស់អ្នកគ្នាដោយស្ម័គ្រចិត្តឬមិនស្ម័គ្រចិត្តដោយការស្លាប់ឬក៏ការរស់អីមិនអញ្ចឹងណាហ្នឹងហើយគឺថានេះគឺនឹងមានរឿងច្រើនការផ្លាស់ប្ដូរច្រើនខ្លាំងមែនតើឬក៏អាចពាក់ព័ន្ធជាមួយនឹងការសិក្សាដូចគ្នាដែរអ្នកខ្លះអញ្ចឹងណាអាចផ្លាស់ប្ដូរពីមុខវិជ្ជាមួយទៅមុខវិជ្ជាមួយដើម្បីចេះដើម្បីសោះគឺមានហេតុផលរបស់អ្នកគ្នាអញ្ចឹងទៅអូខេគឺនេះគឺនៅក្នុងខែ5ហ្នឹងគឺអ្នកគ្នាចាប់ផ្ដើមមើលពីខ្លួនឯងគិតពិចារណាពីខ្លួនឯងពីអ្វីដែលនៅជុំវិញខ្លួនឬក៏ពីអ្វីដែលអ្នកគ្នាអាចធ្វើខ្លាំងហ្នឹងអញ្ចឹងគឺសារហ្នឹងផ្សឹងតានិយាយថាអ្នករើសក្រុមទី3គឺអ្នកទាំងអស់គ្នានឹង development personnel គឺ personal development គឺមានការអភិវឌ្ឍនៅក្នុងខ្លួនឯងចូលមកកើតឡើងហើយអញ្ចឹងទេខ្ញុំនឹងដោះ Oracle នេះមើលតើមានអ្វីទៀតសម្រាប់អ្នករើសក្រុមទី3នៅក្នុងខែឧសភាខែ5ឆ្នាំ2025នេះតើមានអ្វីសម្រាប់អ្នករើសក្រុមទី3ក្នុងខែមានស្លឹកបៀក Raven Spirit យ៉ាគឺក្រុមទី3នៅក្នុងខែ5ហ្នឹងណាគឺនឹងមានរឿងជាច្រើនកើតឡើងដែលការពិតដែលអាចឈឺចាប់បន្តិចសម្រាប់អ្នកទាំងអស់គ្នាឬក៏អ្នកគ្នាពិបាកនឹងទទួលស្គាល់ប៉ុន្តែវានឹងកើតឡើងក្នុងបំណងក្នុងហេតុផលរបស់វាណាសម្រាប់អ្នកទាំងអស់គ្នាដើម្បីអ្នកទាំងអស់គ្នាអញ្ចឹងជាមួយនឹងស្លឹក Beer Raven Spirit ការពិតនេះគឺបានន័យថាយ៉ាងណាក៏ដោយអារឿងហ្នឹងវាត្រូវតែកើតឡើងគឺអ្នកគ្នាព្យាយាមកិច្ចអត់បានលាក់បាំងអីក៏មិនកើតដែរហ្នឹងហើយវាអាចពាក់ព័ន្ធជាមួយនឹងខ្លួនឯងមនុស្សម្នាក់ឬក៏រឿងអ្វីមួយអញ្ចឹងណាហ្នឹងជាមួយនឹងស្លឹក Beer Raven គឺសត្វក្អែកអ្នកនរគ្នាហើយដូចគ្នាដែរគឺបានន័យថាស្លឹក Beer ហ្នឹងគឺនឹងមានសារចូលមកសម្រាប់អ្នកទាំងអស់គ្នានៅក្នុងខែ5ហ្នឹងសារហ្នឹងគឺសារពីព្រះជាម្ចាស់ពីចក្រវាលអីចឹងណាពួកស្លឹក Beer Raven គឺស្លឹក Beer ក្អែកហ្នឹងនៅក្នុងរឿងនិទានក្រិចឬក៏រឿងបុរាណក្រិចគឺថាសត្វក្អែកហ្នឹងគឺជាអ្នកនាំសារពីព្រះជាម្ចាស់មកមនុស្សឬក៏ទៅកន្លែងណាមួយហ្នឹងហើយអូខេគឺជាដូចសម័យមុនអញ្ចឹងក្នុងរឿងចិនគឺគេប្រើចាមនេះគឺទេវតាប្រើសត្វក្អែកហ្នឹងហើយអញ្ចឹងគឺវាអាចមាននៅអ្វីមួយសម្រាប់ព្រលឹងរបស់អ្នកគ្នានៅចិត្តគំនិតរបស់អ្នកគ្នាខាងក្នុងថាតើអ្វីដែលអ្នកគ្នាកំពុងរើសអ្វីដែលអ្នកគ្នាកំពុងធ្វើអ្វីដែលអ្នកគ្នាកំពុងដើរកំពុងកន្លែងដែលអ្នកគ្នាកំពុងទៅវាគឺជាការពិតសម្រាប់របស់អ្នកគ្នាសម្រាប់អ្នកគ្នាហើយវាគឺជាអ្វីរបស់អ្នកគ្នាមែនឬក៏អត់តើអ្នកគ្នាស្ដាប់នៅបេះដូងរបស់ខ្លួនឯងគ្រប់គ្រាន់អត់អញ្ចឹងគឺនេះវាតំណាងឲ្យការពិតមិនមែនត្រឹមតែរឿងរ៉ាវអីមួយគឺពាក់ព័ន្ធជាមួយនឹងខ្លួនអ្នកគ្នាដូចគ្នាដែរហើយថាតើនេះអ្វីដែលអ្នកគ្នាស្ដាប់អ្នកដតីហ្នឹងតើវាគឺជាការពិតសម្រាប់អ្នកគ្នាឬក៏អត់ឬក៏អ្វីអ្នកគ្នាស្ដាប់ខ្លួនឯងហ្នឹងគឺសម្ដីដែលអ្នកគ្នានិយាយមកខ្លួនឯងគឺជាការពិតមែនអត់ទោះបីបែបហ្នឹងណានឹងមានសំណួរឬក៏នឹងមានរឿងជាច្រើនដែលកើតឡើងហើយនឹងពិបាកឲ្យអ្នកគ្នាមើលឲ្យអ្នកគ្នាទទួលស្គាល់ព្រោះអាហ្នឹងការពិតភាគច្រើនគឺឈឺណាហ្នឹងហើយមនុស្សគឺអត់ចង់ឈឺទេអញ្ចឹងគឺនេះវានឹងត្រូវការឲ្យអ្នកគ្នាទទួលស្គាល់ឬក៏ប្រឡែងដៃហ្នឹងទៅណាអូខេនឹងអាចមានការភ័យខ្លាចកើតឡើងក៏ថាបានដែរខ្លាចហ្នឹងគឺខ្លាចគេឧទាហរណ៍អញ្ចឹងណាការពិតនៃខ្លួនអ្នកទាំងអស់គ្នាបើសិនជាអ្នកគ្នារស់ខ្លួនឯងឬក៏និយាយចេះនិយាយចោះធ្វើចោះទៅហើយគេអត់ចូលចិត្តគឺអ្នកនរគ្នានឹងធ្វើមិនដូចវាបែបហ្នឹងមានអារម្មណ៍ភ័យខ្លាចបែបហ្នឹងនៅក្នុងខ្លួនឯងដូចគ្នាដែរអូខេ
បន្ទាប់មកមានស្លឹកបៀ Forest Enlightenment លេខ14ជាមួយនឹងស្លឹកបៀហ្នឹងដូចក្រុមទី2គឺមានស្លឹកបៀនឹងចេញមកដូចគ្នាដែរនេះបានន័យថាគឺអ្នកទាំងអស់គ្នានឹងពិចារណាមកលើខ្លួនឯងមានអីប្លែកមែននៅក្នុងឆ្នាំ2025ហ្នឹងណាដូចមានការចាស់ទុំមានការត្រាស់ដឹងមានការយល់ដឹងច្រើនខ្លាំងមែនតើសម្រាប់មនុស្សលោកទាំងអស់តែម្ដងប្រហែលជាមើលឆ្នាំ2025គឺ22គឺលេខ9ហ្នឹងហើយលេខ9ណាឆ្នាំហ្នឹងគឺជាលេខ9ដោយសារតែ2 + 2 + 5ជាងលេខ9ហើយលេខ9នៅក្នុងរឿងលេខសាស្ត្រអីអស់ហ្នឹងគឺតំណាងឲ្យការបញ្ចប់ហ្នឹងហើយតំណាងឲ្យថាគឺការលីហើយក៏ដើម្បីរៀបចំឆាកឲ្យរឿងអីថ្មីចូលមកណាហើយតំណាងឲ្យភាពត្រាស់ដឹងតំណាងឲ្យការយល់ដឹងតំណាងឲ្យធម៌អានតំណាងឲ្យគំនិតគតិបណ្ឌិតអីហ្នឹងចឹងទៅបានថាមានមនុស្សជាច្រើនក្រុមទី1ក្រុមទី2ក្រុមទី3ក្រុមអ្នកនរគ្នានឹងទៀតគឺមានស្លឹកបៀដែលយល់ដឹងដែលដូចមើលពីខ្លួនឯងឃើញនៅក្នុងខ្លួនឯងណាហើយបូកជាមួយនឹងខែ5នេះទៀតគឺប្លែកតែម្ដងហើយក៏អស្ចារ្យដូចគ្នាដែរអញ្ចឹងបានន័យថាមនុស្សគឺផ្សារភ្ជាប់គ្នាទាំងអស់ហើយនៅពេលដែលមានរឿងធំកើតឡើងនៅលើផែនដីលើចក្រវាឡហ្នឹងគឺមិនមែនសម្រាប់តែមនុស្សម្នាក់ជាពិសេសនោះទេគឺកើតឡើងទៅលើមនុស្សច្រើនអ្នកគ្រាន់តែផ្សេងគ្នាហ្នឹងហើយគឺចំណុចតូចៗហ្នឹងផ្សេងគ្នាហើយនេះស្លឹកបៀនឹងតំណាងឲ្យថាសមត្ថភាពរបស់អ្នកគ្នាឃើញទេគឺវាបង្ហាញការពិតឲ្យអ្នកគ្នាគិតត្រេះដឹងមើលណាអញ្ចឹងសមត្ថភាពនៅក្នុងការយល់ដឹងនៅក្នុងការមើលពិភពលោករបស់អ្នកគ្នាក៏វានឹងប្រែប្រួលដូចគ្នាដែរគឺវាខុសពីមុនអាចល្អប្រសើរជាងមុនឬអាក្រក់ជាងមុនណាហើយឬក៏អ្នកគ្នាអាចមើលឃើញឃើញទេនេះតែនៅក្នុងរូបនេះដែរគឺអ្នកគ្នាអង្គុយមើលចឹងថាចាក់រឿងមកអង្គុយមើលអញ្ចឹងគឺអ្នកគ្នាអាចបានមើលគ្រប់ជ្រុងជ្រោយទាំងអស់មិនមែនត្រឹមតែអ្វីដែលនៅមុខអ្នកគ្នានឹងទៀតទេអញ្ចឹងទៅបានថាទស្សនៈរបស់អ្នកគ្នាពង្រីកធំជាងមុនអូខេហើយអញ្ចឹងគឺក៏អាចធ្វើឲ្យអ្នកគ្នាឃើញដឹងទាំងរឿងអាក្រក់រឿងល្អស្អាតមិនស្អាតអីអស់ហ្នឹងអាចមើលឃើញទាំងអស់ហើយអញ្ចឹងក៏នឹងអាចឃើញពីអាកាសល្អហើយនិងអាកាសអាក្រក់ចូលមកដូចគ្នាដែរហើយក៏អាចរើសបានណានិយាយរួមទៅថានេះគឺអ្នកទាំងអស់គ្នានឹងអាចដកខ្លួនឯងចេញពីពិភពលោកបានន័យថាពីមនុស្សនៅជុំវិញខ្លួនឬក៏អ្នកគ្នានៅតែនឹងបណ្ដែនៅក្នុងចិត្តរបស់អ្នកនរគ្នាគឺស្ងប់ស្ងាត់ឬក៏អត់មានសម្លេងអ្នកផ្សេងចូលមករញ៉េរញ៉ៃឬក៏រំខានអីចឹងទៅនេះគឺដំណើរច្រើនខ្លាំងមែនតើថាអ្វីដែលអ្នកគ្នាស្គាល់ពីមុនឬក៏ក្នុងនាមជាមនុស្សហ្នឹងណាគឺវាទូចហ្នឹងហើយនៅពេលនេះគឺវារីកចម្រើនធំជាងមុនហើយគឺលើសជាងអ្វីដែលអ្នកគ្នាអាចនឹកស្មានដល់តមកមានស្លឹកបៀ leadership នេះគឺ stack spirit ស្លឹកបៀសត្វក្តាន់បានន័យថាគឺអ្នកទាំងអស់គ្នានឹងមើលទៅដូចជាកាន់កាប់នៅជីវិតរបស់ខ្លួនឯងហ្នឹងហើយអូខេខ្ញុំឃើញបែបហ្នឹងគឺអ្នកទាំងអស់គ្នាប្រឈមមុខនឹងជីវិតរបស់ខ្លួនឯងត្រង់ទល់មុខអញ្ចឹងតែម្ដងគឺលែងរត់គេចឬក៏លែងខ្លាចទៀតហើយដូចគ្នាដែរស្លឹកបៀហ្នឹងសัตว์ហ្នឹងមើលតាមបុរាណកាលឬក៏សាច់រឿងគឺតំណាងឲ្យសัตว์មួយដែលស្អាតហើយអាកំបាំងហើយគឺដូចរបៀបថាគឺជាស្ដេចព្រៃហ្នឹងហើយក៏ពួកអីសัตว์ហ្នឹងគឺមានស្នែងពណ៌សហើយគឺខ្លួនវាដូចភ្លឺស្អាតតែម្ដងតែវា stack spirit ភាគច្រើនតំណាងឲ្យបែបហ្នឹងអញ្ចឹងទៅបានថាតំណាងឲ្យជាអ្នកដឹកនាំហ្នឹងពួកអីជាស្ដេចនៃព្រៃនៅក្នុងព្រៃសัตว์សម្រាប់សัตว์ផ្សេងទៀតហើយសัตว์ហ្នឹងស្អាតមែនតើអញ្ចឹងបានន័យថាគឺវាមាននៅភាពថ្លៃថ្នូរហើយនឹងដូចថារកពាក្យនិយាយវាដូចជា magic ហ្នឹងហើយដូចវិតមុនអញ្ចឹងហើយគឺប្លែកហើយមើលទៅសัตว์មួយដែលមើលឃើញគឺមើលទៅមុខបានន័យថាគឺមានជំនឿចិត្តមានការជឿជាក់ហើយមានមោទនភាពលើខ្លួនឯងខ្លាំងដូចគ្នាដែរអូខេអញ្ចឹងនៅក្នុងខែ5ហ្នឹងគឺជាខែមួយដែលអ្នកគ្នាស្រ័យទាមទារកាន់ក្តាប់ជីវិតរបស់ខ្លួនឯងហ្នឹងមកឬក៏កាន់មើលឬក៏ដឹកនាំជីវិតរបស់ខ្លួនឯងនឹងវិញអានេះអត់ចាំបាច់អ្នកដទៃទេនេះមើលទៅឃើញខ្លួនថាគឺដឹកនាំខ្លួនឯងវិញបានល្អប្រសើរណាអ្នកនរនេះឥឡូវហ្នឹងខ្ញុំកំពុងតែស្ថិតនៅក្នុងពេលប្រឡងហើយដល់ពេលចឹងទៅពេលយប់ឡើងអូយខ្ជិលមើលមេរៀនខ្លាំងមែនតែនប៉ុន្តែដោយសារតែត្រូវតែមើលបើមិនចឹងទៅប្រឡងធ្លាក់គ្រូអញ្ចឹងគឺប្រាប់ឲ្យខួរក្បាលខ្លួនឯងថាចេះឥឡូវល្មមបានហើយឥឡូវស្ដាប់ខ្ញុំម្ដងណាឈប់ធ្វើប្រទេសប្រាស់ឲ្យឈប់ខ្ជិលអញ្ចឹងដល់ពេលនិយាយអញ្ចឹងមានការសន្ទនាបែបហ្នឹងជាមួយខួរក្បាលហើយក៏អាចបន្តមើលមេរៀនបានតិចចឹងទៅមុននឹងចូលដេកហ្នឹងវាបែបហ្នឹងអាហ្នឹងគឺ stack spirit ហ្នឹងឃើញថាខ្លួនឯងអាចដឹកនាំខ្លួនឯងបានបែបឲ្យរឿងនេះរឿងនោះញៀននេះញៀននោះមកដឹកនាំក្បាលមកអស់អ្នកគ្នាហើយអ្នកគ្នាគ្រាន់តែជាគូឯ
ជាមួយនឹងស្លឹកបៀហ្នឹងតំណាងឲ្យដូចគ្នាដែរថាគឺអត់ចាំបាច់តតែអ្នកគ្នាចាស់ឬក៏មានបទពិសោធន៍ច្រើនហើយទើបអ្នកគ្នាអាចคล้ายជាមនុស្សដែលអាចដឹកនាំឬក៏អាចដឹកនាំជីវិតរបស់ខ្លួនឯងឬក៏អាចបង្ហាញនៅចិត្តគំនិតរបស់ខ្លួនឯងនោះទេសមត្ថភាពនៃការជ្រឹកជាអ្នកដឹកនាំអីអស់ហ្នឹងសមត្ថភាពជាអ្នកដឹកនាំអីអស់ហ្នឹងគឺកើតឡើងគឺមានអ្នកខ្លះកើតមកមានស្រាប់អ្នកខ្លះគឺរៀនទៅទទួលយកបានណាអញ្ចឹងគឺវាគឺជាអ្វីមួយដែលអ្នកគ្នាអាចបង្កើតហើយក៏អាចធ្វើឲ្យវាចេញជារូបរាងបានដោយខ្លួនឯងសំខាន់គឺអ្នកទាំងអស់គ្នាចាក្រុមទី3ខ្លះប្រហែលជាអាចថាអ្នកគ្នានឹងអាចចាប់ផ្ដើមឃើញថាខ្លួនឯងមានសមត្ថភាពនៅក្នុងការណែនាំអ្នកផ្សេងឬក៏ប្រាប់អ្នកផ្សេងអញ្ចឹងណាដោយម្ដងទៀតដោយភាពដាក់ខ្លួនដោយមិនជន់ឈ្លីឬក៏មិនមើលងាយនរណាម្នាក់អូខេហើយជាមួយនឹងស្លឹក Beer Stack Spirit ហ្នឹងដំណើរថាគឺអ្នកទាំងអស់គ្នានឹងជួបនៅរឿងអស្ចារ្យច្រើននៅក្នុងខែ5ហ្នឹងដូចនិយាយឲ្យចឹងហ្នឹងមានរឿងច្រើនកើតឡើងមកមិនថាការពិតឬក៏បញ្ហាឬអីនេះកើតមកគឺដូចជាដំណើរជីវិតចឹងណាហ្នឹងហើយគឺការរស់នៅហ្នឹងគ្រាន់តែជាការផ្សងព្រេងតែប៉ុណ្ណោះជីវិតរបស់មនុស្សហ្នឹងណាពីមួយថ្ងៃទៅមួយថ្ងៃមួយខែទៅមួយខែមួយឆ្នាំទៅមួយឆ្នាំអញ្ចឹងក៏ត្រូវតែធ្វើឲ្យវាមានដូចថាមើលទៅភាពរំជើបរំជួលហើយនឹងក្តុកក្តួលនៅក្នុងអារម្មណ៍នឹងដូចគ្នាដែរជាមួយនឹងស្លឹក Beer Stack Spirit ហ្នឹងគឺស្អាតមែនតើហើយសឹងតែខ្ញុំចង់ទៅរកមើលឲ្យ print យកមកដាក់នៅលើអញ្ចឹងណាគឺស្អាតមែនតើហើយបើសិនជាអ្នកទាំងអស់គ្នាឃើញជួបសត្វអីមួយដដែលគឺអ្នកគ្នាត្រូវទៅមើលនៅអត្ថន័យរបស់សត្វហ្នឹងហើយអូខេព្រោះអីគឺវាសំខាន់ហើយមានសារអីមួយសម្រាប់អ្នកទាំងអស់គ្នាជាពិសេសហើយជាមួយនឹងស្លឹកបៀហ្នឹងដូចគ្នាដែរឃើញទេការពិតឬអីអស់ហ្នឹងគឺថាអ្នកទាំងអស់គ្នាអាចត្រូវរៀនរស់ជាខ្លួនឯងបើសិនជាអ្នកគ្នាភ្លឺឬក៏ឆ្លាតប៉ាកែជាងនេះអ្នកនោះអីអញ្ចឹងគឺដាក់ខ្លួនល្អប៉ុន្តែអាចត្រូវបង្ហាញខ្លះហ្នឹងហើយដូចវាបែបហ្នឹងណាកុំខ្លាចនឹងប្រចាំងកុំខ្លាចនឹងភ្លឺកុំខ្លាចនឹងរះហ្នឹងណាអូខេហើយជាមួយនឹងស្លឹកបៀមាន the ring pathway គឺ flow លេខ24ជួយនឹងស្លឹកបៀហ្នឹងភាគច្រើនតំណាងឲ្យថាផ្លូវដំណើរជីវិតរបស់អ្នកគ្នាគឺអាចថាគ្រាន់តែដើរអញ្ចឹងទៅហ្នឹងហើយគឺអត់ចាំបាច់ត្រូវគ្រប់គ្រងអត់ចាំបាច់ត្រូវមើលឲ្យត្រូវទៅដឹងរហូតទេអូខេគឺពេលខ្លះគឺអ្នកទាំងអស់គ្នាអាចត្រូវវង្វេងផ្លូវខ្លះឬក៏ត្រូវទៅកន្លែងនេះកន្លែងនោះឈប់កន្លែងនេះកន្លែងនោះខ្លះដើម្បីអាចអ្នកគ្នាជួបនៅរឿងឬក៏រកឃើញផ្លូវរបស់អ្នកគ្នាមែនតើហើយគឺវាមានន័យរកឃើញនៅក្នុងតាមផ្លូវនឹងអញ្ចឹងណាដែលអ្នកគ្នារៀនកវាយខ្លះអត់ចាំបាច់ទៅត្រង់រហូតទេហ្នឹងហើយជាមួយនឹងស្លឹកបៀនឹងដូចគ្នាដែរគឺដំណើរឲ្យថាគ្រប់យ៉ាងគឺវាដើរទៅតាមផ្លូវរបស់វាណាឃើញមានផ្លូវបានចាត់ចែងមានថ្ងៃរះនេះមកហើយគឺនឹងអត់មានអ្វីដែលត្រូវឲ្យអ្នកគ្នាភ័យថានឹងរកផ្លូវរបស់ខ្លួនឯងអត់ឃើញទេគឺអ្នកគ្នានៅកន្លែងដែលអ្នកគ្នាត្រូវនៅជួបនៅអ្វីដែលអ្នកគ្នាត្រូវជួបអីហ្នឹងណាអូខេហើយអញ្ចឹងរាល់អ្វីដែលអ្នកគ្នាធ្វើគឺត្រូវជឿថាគឺនឹងនាំទៅនាំអ្នកគ្នាទៅកន្លែងដែលអ្នកគ្នាត្រូវទៅខ្ញុំនិយាយតាមត្រង់ខ្ញុំឥឡូវហ្នឹងខ្ញុំក៏ធ្វើចឹងដូចគ្នាដែរព្រោះអីហត់នឹងការគ្រប់គ្រងជីវិតរបស់ខ្លួនឯងហត់នឹងសុំនេះសុំនោះឲ្យខកបំណងឲ្យយំឲ្យឈឺចាប់អីចឹងណាឥឡូវហ្នឹងបើសិនជាមើលទៅមានថាអូចង់ធ្វើអីមួយគឺត្រូវព្យាយាមធ្វើហ្នឹងទៅបើបានដោយបំណងក៏បានបើអត់គឺធ្វើមិនទៅតាមហ្នឹងទៅគឺប្រកាសជាមានន័យមានរឿងអីតាមហ្នឹងទៀតណាបើសិនជាពីមុនមកអត់សម្រេចបានអញ្ចឹងបានន័យថាគឺត្រូវតែអត់សម្រេចហើយបើឥឡូវសម្រេចបានល្អបានន័យថាគឺដល់ពេលដែលបានល្អណាដូចវាបែបហ្នឹងអ្នកគ្នាស្លឹក Beer Flow ហ្នឹងតំណាងដូចថាឲ្យហូរទៅតាមទឹកបឹងនឹងខ្លះទៅតាមយតកម្មខ្លះមិនមែនបដ ாய் ឲ្យទៅរហូតទាំងអស់ទេណាជាម្ដងទៀតបន្ទាប់មកខ្ញុំយកស្លឹក Beer Tarot នេះមកដោះមើលតើមានអ្វីសម្រាប់អ្នករើសក្រុមទី3នៅក្នុងខែឧសភាខែ5ឆ្នាំ2025នេះសូមអរគុណមានស្លឹក Beer The High Priestess គឺថាអ្នកទាំងអស់គ្នានឹងអាចជួបនៅអាកំបាំងឬក៏មានរឿងខ្លះអ្នកនរគ្នាជួបគឺអ្នកនរគ្នាដឹងទេគឺអ្នកនរគ្នាអាចដាក់ដៃទៅលើរឿងហ្នឹងហើយអត់អាចបកស្រាយទៅលើចំពោះអ្នកសម្រាប់អ្នកផ្សេងឲ្យគេយល់ដឹងបានទេសម្រាប់ខ្លួនឯងគឺអ្នកនរគ្នាមិនយល់ហ្នឹងអញ្ចឹងគឺអ្នកនរគ្នាអត់ដឹងថាអ្វីដែលខ្លួនឯងជួបហ្នឹងវាគឺអ្វីហើយកំពុងតែកើតឡើងអីមិនខ្លះទេប៉ុន្តែគឺថាដូចនិយាយឲ្យចឹងគឺវាដើរដល់ផ្លូវត្រូវរបស់វាទាំងម៉េចមានពេលខ្លះគឺអ្នកនរគ្នាជាប់រាំងស្ទះនៅកន្លែងហ្នឹងគឺ
ដូចថាអាចមានរឿងអីមួយឬក៏អ្វីអ្នកនរគ្នាដាក់សុំហ្នឹងគឺវាជាប់ទើនៅហ្នឹងហ្មងអូខេគឺដោយសារតែវាត្រូវទើហើយនៅពេលហ្នឹងគឺអ្នកនរគ្នាអាចទៅធ្វើអ្វីផ្សេងទៀតគិតអីផ្សេងទៀតបង្កើតអីផ្សេងទៀតអីចឹងទៅដូចថាផ្លាស់ប្ដូរកំណត់ផ្លាស់ប្ដូរទស្សនៈរបស់អ្នកទាំងអស់គ្នាក្រុមទី3គឺមើលទៅខែ5ហ្នឹងគឺជាខែដែលត្រូវការឲ្យអ្នកគ្នាប្រឡែងដៃទៅច្រើនហ្នឹងហើយអូខេគឺបធូរហើយអាចថាពេលខ្លះគឺរឿងខ្លះគឺអ្នកគ្នាអាចត្រូវដឹងទាំងអស់ឬក៏ត្រូវតែទទួលបានចម្លើយរហូតនោះទេជាមួយនឹងសក្តិ Happy Stage នឹងដូចគ្នាដែរគឺមានរឿងជាច្រើនមានអាចក៏បានជាច្រើនដែលអ្នកគ្នាមិនដឹងហើយដែលអ្នកគ្នាមិនអាចបកស្រាយបានណាគឺវាបែបហ្នឹងតើមានអ្វីទៅដែលមានអ្វីសម្រាប់អ្នករើសក្រុមទី3នៅក្នុងខែ5មានស្លឹកបៀde bâton ហើយនឹង quatre de pentacle នៅក្នុងខែ5ហ្នឹងគឺអ្នកគ្នាអាចចង់ចេញទៅក្រៅឬក៏ក្រងរៀបចំទៅនេះទៅនោះអីចឹងណាប៉ុន្តែអាចថាក្រាស់ស្នាមឬក៏រឿងអីមួយហ្នឹងគឺវាខកវាអត់កើតឡើងហើយខកបំណងហើយចឹងធ្វើឲ្យអ្នកគ្នា stress ធ្វើឲ្យអ្នកគ្នាគិតថាចេញទៅអត់កើតទេហើយចឹងក្រងទៅអីទៀតដូចវាបែបហ្នឹងអាចមានថាពលមួយអស់សង្ឃឹមនេះថាខំប្រឹងព្យាយាមទៅតែទៅអត់កើតអីចឹងទៅហ្នឹងឯងកាត់ប្រាប់បានប៉ុន្តែគឺមានបំណងចង់ទៅផ្សងព្រេងច្រើនខ្លាំងគឺមានបំណងកម្លាំងចិត្តនៅក្នុងការចង់ផ្លាស់ប្ដូរចង់កែប្រែចង់រីកចម្រើននេះចឹងណាហ្នឹងហើយក្រុមទី3អ្នកទាំងអស់គ្នាហ្នឹងហើយកាត់ខុសទៅបងតាច់មើលទៅឃើញថាគឺអ្នកទាំងអស់គ្នាអាចនឹងឃុំឃាំងខ្លួនឯងនៅក្នុងផ្ទះដូចនិយាយចឹងគឺមានចិត្តចង់ទៅកន្លែងនេះកន្លែងនោះប៉ុន្តែគឺដូចមានរឿងអីមួយរាំងស្ទះអញ្ចឹងណាអូខេអាហ្នឹងរឿងយន្តកម្មរបស់វាប៉ុន្តែនៅពេលដែលរាំងស្ទះឬក៏ជាប់នៅនឹងថងហ្នឹងអ្នកនរគ្នាអាចអង្គុយនៅស្ងៀមអត់ធ្វើអីទាំងអស់ទៀតហ្នឹងហើយអូខេអាហ្នឹងវាគឺជាអ្វីដែលអ្នកនរគ្នាអាចត្រូវជៀសវាងហើយផ្ទុយទៅវិញត្រូវព្យាយាមមើលនេះរឿងមើលនោះឲ្យក្រងអីផ្សេងទៀតអញ្ចឹងទៅដើម្បីកែប្រែណាដោយស្លឹកវា Four Pentacle នេះគឺមនុស្សប្រុសម្នាក់ហ្នឹងគឺគាត់ឆ្លាញ់លុយគាត់អោបអង្គុយនៅលើនេះហ្នឹងប៉ុន្តែអត់ចេញទៅណារួចហើយមើលឆ្មានេះវាចង់ចេញទៅក្រៅណាអូខេហ្នឹងហើយអញ្ចឹងគឺអាចមានថាពលមួយដែលឃុំឃាំងខ្លួនឯងដូចគ្នាដែរហើយអោបកសោបជាមួយនឹងអ្វីដែលជារបស់ខ្លួនឯងចិត្តគំនិតរបស់ខ្លួនឯងអញ្ចឹងទៅឬក៏អ្វីដែលអ្នកគ្នាស្គាល់ទម្លាប់មួយអញ្ចឹងណាតើមកមានស្លឹកបៀ The Emperor តំណាងឲ្យថាគឺអ្នកគ្នាមាននៅការយល់ដឹងហើយនឹងភាពចាស់ដឹងគ្រប់គ្រាន់ហើយអូខេនៅក្នុងខែ5ហ្នឹងហើយជាសាច់ចែងជាពិសេសគឺអ្នកគ្នាមានបទពិសោធន៍ច្រើនបទពិសោធន៍មនុស្សណាអូខេគឺមិនត្រឹមតែភាពចាស់ទុំអីហ្នឹងនោះទេគឺនៅក្នុងរូបនេះអញ្ចឹងគឺយល់ដឹងហ្នឹងទាំងបទពិសោធន៍ជីវិតហើយនឹងភាពចាស់ទុំគឺអ្វីថាត្រាស់ដឹងរកអាយអស់ហ្នឹងដូចគ្នាដែរហើយគឺបានជួបនៅរឿងច្រើនអូខេអញ្ចឹងមាននៅកម្លាំងចិត្តខ្លាំងដូចគ្នាហើយគឺដឹកនាំកាន់កាប់ជីវិតផ្លូវរបស់ខ្លួនឯងក្រុមទី3គឺមានថាពលជាអ្នកដឹកនាំច្រើនខ្លាំងមែនតើបើសិនជាតាំងពីដើមមកអ្នកគ្នាមានចរិតបែបហ្នឹងហើយនៅក្នុងខែ5នេះអ្នកគ្នាឃើញអ្នកគ្នាដឹងមកវិញទៅថ្ងៃមុខគឺអ្នកគ្នាអាចបង្រៀនខ្លួនឯងឲ្យចេះដឹកនាំហ្នឹងឬក៏យកបទពិសោធន៍ហ្នឹងហើយអាចប្រើបាននៅថ្ងៃក្រោយណាព្រោះអីមើលទៅគឺវាមិនមែនជារឿងចៃដន្យហើយគ្រប់យ៉ាងដូចនិយាយអញ្ចឹងគឺកើតឡើងដោយមានហេតុមានផលរបស់វាតមកខ្ញុំនឹងយកស្លឹកបៀនេះបដោះមើលថាតើមានអ្វីនៅក្នុងរឿងស្នេហារបស់អ្នកទាំងអស់គ្នាតើមានអ្វីនៅក្នុងរឿងស្នេហារបស់ជីវិតអ្នករើសក្រុមទី3នៅក្នុងខែ5ឆ្នាំ2025នេះសូមអរគុណមានស្លឹកបៀ Six of Wands Three of Cups Ace of Swords ហើយនិង Ten of Cups នៅក្នុងរឿងស្នេហាខ្ញុំមើលទៅឃើញថាអ្នកណាដែលមានគ្រួសារមានកូនមានចៅរួចហើយនឹងគឺល្អអ្នកគ្នាសប្បាយរីករាយនៅក្នុងគ្រួសារហ្នឹងមិនថាមានចំណុចអាក្រក់ចំណុចល្អអីមិននោះទេគឺអ្នកគ្នាព្យាយាមទទួលហើយស្រឡាញ់គ្នារាប់អានគ្នាមាននៅរូបមនុស្សស្រីច្រើនអញ្ចឹងគឺថាអ្នកខ្លះគឺអ្នកទាំងអស់គ្នាអាចអ្នកណាដែលដូចរបៀបថាអត់មានប្តីហ្នឹងហើយគឺអាចថាគឺអ្នកគ្នាតែជាមួយនឹងម៉ាក់របស់អ្នកគ្នាហើយនឹងកូនស្រីរបស់អ្នកគ្នាអញ្ចឹងទៅឬក៏មានអារម្មណ៍ស្និទ្ធស្នាលតែជាមួយនឹងកូនស្រីរបស់អ្នកគ្នាហាក់សូវស្និទ្ធស្នាលជាមួយនឹងស្វាមីរបស់អ្នកគ្នានេះខ្ញុំឃើញថាជាមួយស្រុកវាទាំងអស់ហ្នឹងនៅក្នុងខែ5ហ្នឹងអ្នកគ្នាអាចគិតព្រួយបារម្ភច្រើននៅក្នុងរឿងស្នេហាហើយខាងខាត់ខ្លួនឯងដាក់ដូចបៀបដាក់គំនួចនៅក្នុងចិត្តរបស់ខ្លួនឯងតែម្ដងហ្នឹងហើយនេះដូចគ្នាដែរគឺអ្នកនរគ្នាអាចសប្បាយរីករាយជាមួយនឹងមិត្តភ័ក្តិជាមួយនឹងដូចនិយាយចឹងកូនស្រីឬក៏ម៉ាក់របស់អ្នកគ្នាច្រើនជាងជាមួយនឹងមនុស្ស
ចង់និយាយថាដៃគូរបស់អ្នកគ្នាឬក៏មនុស្សភេទមួយទៀតអីចឹងណាឬក៏ភេទដូចគ្នាដែរប៉ុន្តែនិយាយទៅស្នេហាហ្នឹងហើយគឺអាចថាអ្នកគ្នាអាចនឹងមិនមានសេចក្តីសុខនៅក្នុងខាងហ្នឹងទេគឺវាមានសេចក្តីសុខនៅក្នុងច្រើនដូចក្រុមទី1ទី2គឺស្រៀងគ្នាមែនតើឲ្យប្លែកគឺថាមានសេចក្តីសុខនៅក្នុងផ្លូវចិត្តរបស់ខ្លួនឯងច្រើនជាងក្តីស្រឡាញ់នៅក្នុងចិត្តរបស់ខ្លួនឯងច្រើនជាងហើយអារឿងស្នេហាហ្នឹងគឺមើលទៅដូចជារឿងអ្វីដែលវាមិនសំខាន់អីខ្លាំងនោះទេគឺអាចថាអ្នកទាំងអស់គ្នាហត់នឹងស្នេហាឬក៏គឺស្ថិតនៅក្នុងប្លង់ទី2ហ្នឹងហើយគឺជារឿងបន្តបន្ទាប់ដែលសង្ឃថានិយាយអត់មានអីនិយាយឬក៏និយាយទៅក៏អត់បានអីមកវិញរបៀបបែបហ្នឹងមានអារម្មណ៍ចឹងប៉ុន្តែយ៉ាងណាក៏ដោយហ្នឹងហើយដូចនិយាយចឹងសុភមង្គលនៅក្នុងគ្រួសារជាមួយនឹងមិត្តភ័ក្តិបងប្អូនរបស់អ្នកគ្នាអីចឹងទៅឆ្លាញ់គ្នារាប់អានគ្នាប្រៀបដូចជាមិត្តរួមបលឹងដែលយល់ចិត្តគ្នាជានិច្ចហ្នឹងណាហើយបន្តមករឿងលុយកាក់របស់អ្នកនរគ្នាគឺយ៉ាងម៉េចអ្នករើសក្រុមទី3រឿងលុយកាក់របស់អ្នករើសក្រុមទី3យ៉ាងម៉េចសូមអរគុណ Seven of Wands មានស្លឹកបៀននេះគឺថានឹងមានរឿងរ៉ាវចូលមកលឿនរឿងលុយដំណើរដាក់សុំដាក់អីមិនអញ្ចឹងណាវាអាចដើរទៅលឿនអីចឹងទៅហ្នឹងហើយគឺលះលហួនហ្នឹងហើយគឺលះលួនខ្លាំងមែនតើណារឿងដាក់សុំឬក៏ធ្វើអីលុយហ្នឹងគឺនឹងចូលមកលឿនក៏នឹងអាចចេញទៅលឿនដូចគ្នាដែរហើយមើលមានអូខេហ្នឹងហើយលុយគឺមើលទៅឃើញថាអ្នកទាំងអស់គ្នាអាចធ្វើអាចចាប់ដើមអាចប្រើឲ្យបានល្អអាចទុកបានល្អហើយមើលទៅគឺអ្នកទាំងអស់គ្នាធ្វើនៅពេលដែលចាយនៅពេលដែលត្រូវចាយតែប៉ុណ្ណោះហើយនឹងអាចមានអ្នកគ្នាអាចគិតចាប់ដើមបើករ៉ូស៊ីឬក៏ធ្វើអីថ្មីចឹងដូចគ្នាដែរណានៅក្នុងខែ5ហ្នឹងជួយស្លឹកបៀន full នេះដើម្បីរកលុយបន្ថែមចូលមកទៀតហើយផ្លូវហ្នឹងគឺបានន័យថានឹងអាចត្រូវការឲ្យអ្នកគ្នាផ្ដោតអារម្មណ៍ទៅលើការងារហ្នឹងហើយចឹងគឺងប់ងល់ទៅលើរឿងហ្នឹងហើយកាត់បន្ថយពីតំណែងមនុស្សដូចបែបហ្នឹងឬក៏អារម្មណ៍រញ៉េរញ៉ៃដែលអាចប៉ះពាល់ទៅលើការផ្ដោតអារម្មណ៍របស់អ្នកទាំងអស់គ្នាណាហើយចង់ទៅខ្ញុំឲ្យនិយាយហើយខ្ញុំអរគុណសម្រាប់ការទស្សនាខ្ញុំសង្ឃឹមថាអ្នកនរគ្នាចូលចិត្តពេញចិត្តនៅវីដេអូមួយនេះហើយបើចូលចិត្តពេញចិត្តកុំភ្លេចជួយ like ជួយ subscribe បើសិនជាចង់ណា subscribe ហ្នឹងហើយជួយ comment ឲ្យខ្ញុំផងបើសិនជាចង់ដូចគ្នាដែរហ្នឹងអញ្ចឹងទេបាយបាយសួស្តីអ្នករើសក្រុមទី4អ្នកនរគ្នាបានរើសយកស្លឹកបៀមួយនេះគឺរូបមនុស្សស្រីដែលមានមុខរាងប្រេះនេះហ្នឹងណាស្លឹកបៀហ្នឹងគឺតំណាងឲ្យការអត់ធ្មត់ហើយផ្កានេះគឺជាផ្កាអមតៈគេហៅអញ្ចឹងណាចង់បានន័យថា resilience គឺនៅក្នុងខែ5ហ្នឹងអ្នកទាំងអស់គ្នានឹងអាចជួបរឿងឬក៏អ្នកគ្នាបានជួបរឿងដែលត្រូវការឲ្យអ្នកគ្នាមានការអត់ធ្មត់ការខំថ្មីសង្កត់ចិត្តខ្លាំងមែនតើហើយអ្នកគ្នាវីដេអូហ្នឹងណាមកវីដេអូហ្នឹងគឺខ្ញុំចង់បងដំបូងខ្ញុំដោះ4ក្រុមទៅហើយខ្ញុំថាដូចទៅលេងរួចណាព្រោះអីដូចរបៀបស៊ីកាឡាំងខ្ញុំទៅហើយខ្ញុំចង់ឈប់ប៉ុន្តែខ្ញុំអត់ចង់ឈប់ហ្នឹងហើយចឹងបន្តធ្វើទៀតនេះប្រៀបដូចជាអ្វីដែលអ្នកគ្នាបានជួបឬក៏កំពុងជួបនៅពេលដែលមើលហ្នឹងណាឬក៏អាចនៅដើមខែ5ហ្នឹងទៀតឬក៏អ្នកគ្នានឹងអាចជួបក្នុងខែ5គឺថាចង់ឈប់ហើយគឺចង់បោះបង់ហ្នឹងណាហត់ហើយប៉ុន្តែអ្នកគ្នាអត់ចង់បោះបង់ចង់បន្តទៅមុខទៀតចង់សម្រេចឲ្យបានចង់ទៅធ្វើឲ្យបាននេះហើយគឺ resilience គឺការអត់ធ្មត់គឺកម្លាំងចិត្តរឹងមាំតស៊ូនឹងឯងគឺ resilience ដែលឃើញឯព្រះសាមិនផ្ដាច់ប៉ុន្តែនៅតែព្យាយាមរមាត់ចិត្តហើយបិទវាមកវិញដូចវាចឹងហើយគឺអត់ចេះអស់ហត់ចេះហើយគឺត្រូវតែដើរទៅជានិច្ចហ្នឹងហើយស្លឹកវា resilience អ្នកនរគ្នាហើយនេះស្លឹកវាផ្សេងទៀតដែលខ្ញុំបានដោះរួចហើយសម្រាប់មើលថាតើក្នុងខែ5ហ្នឹងមានអ្វីខ្លះសម្រាប់អ្នកនរគ្នាមានស្លឹកវា hummingbird spirit joy ស្លឹកវា spirit guardian of summer expansion ស្លឹកវា playfulness F ស្លឹកវា secret spirit success ជាមួយនឹងស្លឹកវាទាំងអស់នេះគឺបានន័យថាអ្វីដែលអ្នកគ្នាបានអត់ធ្មត់ឬក៏អ្នកគ្នាបានព្យាយាមមកហ្នឹងមើលទៅគឺចិត្តចប់ហើយអញ្ចឹងបានន័យថាគឺចិត្តជោគជ័យហើយអូខេហើយនេះគឺជាស្លឹកបៀននៃខែ5នៅក្នុងខែ5ហ្នឹងអ្នកគ្នានឹងទទួលបាននៅដូចវាថាអ្នកគ្នានឹងអាចក្រែបទៅឃុំជីវិតនឹងទទួលបាននៅភាពរីករាយទទួលបាននៅសុភមង្គលទទួលបាននៅសេចក្តីសុខជាមួយនឹង hummingbird spirit បើកទ្វារចូលមកមុនគេគឺស្លឹកបៀនដែលតំណាងឲ្យ
ការរស់នៅក្នុងពេលបច្ចុប្បន្នប្រឡែងដៃហើយរីករាយនៅអ្វីដែលខ្លួនឯងមានទទួលយកនៅអ្វីដែលខ្លួនឯងស័ក្តិសមនឹងទទួលដូចរបៀបបែបហ្នឹង hummingbird spirits អ្នកទាំងអស់គ្នាគឺសត្វហ្នឹងគឺម្ដងទៀតហើរបានឆ្ងាយខ្លាំងមែនតើហ្នឹងគឺអញ្ចឹងគឺដំណើរឲ្យការអត់ធ្មត់ដូចគ្នាដែរហើយពេលខ្លះមុននឹងទទួលបានដើម្បីឲ្យទឹកឃ្មុំជីវិតហ្នឹងវាផ្អែមខ្លាំងមែនតើណាគឺវាច្រើនគឺតែងតែពិបាកមុនខ្លាំងហ្នឹងហើយសម្រាប់ខ្ញុំគិតថានៅពេលដែលយើងពិបាកហើយខ្លាំងហើយដល់ពេលយើងបានភ្លក់ទឹកឃ្មុំហ្នឹងមកមានអារម្មណ៍ថាគឺផ្អែមហើយល្អខ្លាំងមែនតើដែលមានពីមុនមកនឹងឯងហើយចឹងគឺអស្ចារ្យហើយចឹងគឺនឹងដូចរបៀបថាស្រឡាញ់ហើយនឹងអរគុណហើយថ្លែងអំណរគុណត្រេកអរនៅក្នុងការមានអូខេនេះគឺអ្នកនរគ្នានឹងអាចភ្លក់ទឹកឃ្មុំជីវិតហ្នឹងនៅក្នុងខែ5នេះហើយមាន expansion Guardian Spirit of Summer គឺនឹកបាននឹកថានៅក្នុងខែ5ហ្នឹងគឺនឹងមានផ្លែផ្កាដុះរីករូតលាស់មកឬក៏បានមានហើយអ្នកខ្ញុំបានដាក់ដាំហើយគឺវានឹងពង្រីកកាន់ធំទៅច្រើនទៅឆ្ងាយទៅនេះគឺជាខែគឺជារដូវកាលព្រោះអីនេះ summer ណាគឺខែក្តៅអញ្ចឹងគឺជាខែដែលអ្នកគ្នាប្រមូលផលជាពិសេសផ្លែឈើផ្អែមនឹងអញ្ចឹងផ្លែប៉ោមផ្លែប៉េះផ្លែពួរខ្មែរហៅខ្មែរផ្លែពួរផ្លែចេកផ្លែក្រូចផ្លែអីអស់ហ្នឹងគឺផ្លែ strawberry ដូចគ្នាដែរខែក្តៅរដូវក្តៅគឺខែដែលផ្ដល់នៅផ្លែផ្កាផ្ដល់នៅបន្លែឲ្យយើងឆ្ងាញ់ផ្អែមខ្លាំងមែនតើគឺនិយាយខ្លីគឺខែប្រមូលផលរដូវកាលប្រមូលផលអញ្ចឹងខែនេះគឺជាខែដែលអ្នកគ្នាប្រមូលផលនៅអ្វីដែលអ្នកគ្នាដាំហ្នឹងហើយអាហ្នឹងដូចគ្នាដែរវាច្រើនតិចគឺអាស្រ័យទៅលើគ្រាប់ពូជដែលអ្នកគ្នាបានព្រោះដែលអ្នកគ្នាបានដាំហ្នឹងអូខេគឺអានេះដូចរបៀបថាចែកការអត់ធ្មត់គឺនឹងទទួលបាននូវផលមកវិញវាមិនមែនអាសាបងទេអញ្ចឹងគឺអ្នកគ្នានឹងឃើញនឹងដឹងថាវាបានន័យថាមកចែកការអត់ធ្មត់ដែលអត់អាសាបងហ្នឹងហើយដែលបានផលមកវិញហ្នឹងជាមួយនឹងស្លឹកបៀ F playfulness នៅក្នុងខែនេះគឺអ្នកគ្នាអាចលេងអាចសប្បាយអាចសើចអាចដូចរបៀបថាដូចនិយាយចឹងគឺភ្លក់ទឹកឃ្មុំជីវិតជាមួយនឹងស្លឹកបៀOracle ដែល4ស្លឹកខ្ញុំបោះចេញមកហ្នឹងណាគឺល្អទាំង4គឺសិតតែស្លឹកបៀតំណាងឲ្យរីករាយសប្បាយទទួលជោគជ័យជ័យជំនះសមិទ្ធផលប្រមូលផលអូខេគឺល្អខ្លាំងមែនតើហើយអញ្ចឹងជាមួយនឹងស្លឹកបៀ playfulness នេះអ្នកទាំងអស់គ្នាគឺអ្នកនរគ្នាអាចនឹងជួបឬក៏លេងសប្បាយដែលអត់គិតដែលអត់ខ្វល់អីច្រើនទេគឺដូចរបៀបបែបហ្នឹងគឺជាពេលដែលអ្នកនរគ្នាដែលអាចសោយសប្បាយដែលអាចរស់ជីវិតក្រែបទឹកក្នុងជីវិតហ្នឹងដូចគេដូចឯងហើយគឺទទួលបាននៅលើសគេលើឯងទៀតអ្នកខ្លះអូខេអញ្ចឹងនេះគឺជាស្លឹកបៀដែលតំណាងឲ្យថានៅក្នុងខែហ្នឹងគឺជាខែមួយដែលអ្នកគ្នាអាចបន្ធូរចិត្តបន្ធូរអារម្មណ៍ដែលអាច relax ដែលអាចសម្រាកបានខ្លះដែលអាចដូចរបៀបថាឈប់ក្តាប់ដៃខ្លួនឯងចឹងទៀតគឺប្រឡែងចែកបានហើយស្រួលនេះដៃជាក្វាដៃនឹងបានទៀតហ្នឹងហើយគឺនេះជារូបភាពដែលឃើញគឺនៅជាមួយនឹងស្លឹកបៀ resilience គឺអ្នកគ្នាក្តាប់ដៃក្តាប់ចឹងរហូតហ្មងព្រោះអីគឺអត់ត្រូវប្រឡែងទេវាប្រឡែងទៅគឺវានឹងបាត់បង់ទៅហ្នឹងហើយឬក៏អត់សម្រេចទេប៉ុន្តែនេះគឺដល់ពេលដែលអ្នកគ្នាអាចប្រឡែងបានហើយព្រោះអីនេះគឺលែងដូចរបៀបថាលែងមានអីមកទាញទៀតហើយរបៀបចឹងណាអញ្ចឹងគឺធូរចិត្តខ្លាំងមែនតើហើយបើសិនជាមានទំនួលខុសត្រូវអីអស់ហ្នឹងឃើញដូចនិយាយឲ្យចឹងដែលចូលមកដែលដាក់នៅធ្ងន់លើស្មាអ្នកគ្នានៅក្នុងខែនេះដូចរបៀបទំនួលខុសត្រូវទាំងអស់ហ្នឹងរឿងរ៉ាវទាំងអស់ហ្នឹងការងារទាំងអស់ហ្នឹងទម្ងន់ទាំងអស់ហ្នឹងគឺដូចរបៀបដកចេញពាក់កដាលចេញពីស្មាអ្នកគ្នាឬក៏ដកចេញទៅទាំងអស់ហ្មងណាគឺថាអញ្ចឹងនៅក្នុងពេលហ្នឹងនៅក្នុងខែ5ហ្នឹងគឺជាពេលមួយដែលអ្នកគ្នាត្រូវសប្បាយដែលត្រូវសោចដែលត្រូវលេងត្រូវទទួលត្រូវបានសមិទ្ធផលហើយនឹងទទួលផលណាអូខេនេះមិនជាពេលដែលអ្នកគ្នាត្រូវកើតទុកឬក៏ខ្វល់ខ្វាយឬក៏អីទៀតនោះទេនេះគ្រប់យ៉ាងនៅក្នុងខែ5ហ្នឹងគឺជាខែដែលសោចដែលលេងដូចកូនក្មេងអូខេដែលអត់ខ្វល់អីច្រើនហ្នឹងអញ្ចឹងអាចបោកដូចកូនក្មេងអញ្ចឹងណាលេងដាក់ខូចបាត់បង់គឺលាក់ចេះលាក់ចុះហ្នឹងហើយគឺដើម្បីសោចលេងក្អាកក្អាយតែប៉ុណ្្នឹងឯងហើយ success អ្នកនរគ្នាគឺជោគជ័យសមិទ្ធផលល្អសូមកនិយាយឲ្យច្រើនដងមានស្លឹកបៀននិយាយដដែលបញ្ជាក់តែម្ដង
cứ tha ní chốt chay đầm nâng là o nâng ạ ok cứ xong ta với tụi muốn ở xa phép stress a tặng ở đây chả các bạn ai bắt đầu ấy cứ có vong từ chỗ màu nó không chỉ bật bỏ nhỏ kia chẳng đi nhưng ở đáy không cả thôi cầm nâng tê ở đáy để thang ông quên vậy hỏi đọc bia nâng xong đạp cầm tìm buồn từ biểu bạn nâng nè cứ đi cái mình tênสบายเป็นจัดปุ๋ยมีสลักเบียร์ละอโจมานะสะอาดแต่มาดองนั่งไงโอเคหอยสลักเบียร์นั่ง success นี่ฮะคือแท้คือเรียงกายบอกหนอกเนี่ยคือยังไงเพรสรัมนั่งน่ะคือนั่งนี่มาวิ่งดิเนี่ยได้คือนั่งแบบจับดาวบิดมาวิ่งหอยสนามนั่งจับดาวบัตรตื้อโอเคนั่งดิเนี่ยมีหางโปรจังได้คือแท้กบยางกับมงแต่ละมงแต่ภาษาหอยสมัยบันโดยบ่มน้องประธานก็ได้สมบัตินั่งเจนยีรุปเชียงหอยเรื่องระเบียบท่าคือละต่างให้จักกระบาลคือการเชิงเนี่ยคือเนี่ยสำนักแต่ตามพัตเตอร์วิมันเชื่อสำนักคือจิตดอยไปเลยเนี่ยสระบานสระตัวlàไงนั่งเมื่อเติมมันเนี่ยมีสำนักหรือก่อมีเปเวลีเนี่ยจกใจเรียงขลุ่นดึกแบบเปลางชานั่งนั่นเนี่ยคือชับจกใจต่างเนื้อขมิ้นจังแต่ให้สำนักล้อคือจกใจเราดอชอบนั่งเตอเป็นมาจีบนั่งเตอเฮลีมาจีบนั่งเตออยากคล้ายการจกใจอยู่ดอซ้ำซับป่ะมันจกใจมันล้อมันรีมันเต้นยุ่งเนอะตอนจกใจยุ่งเนอะตอนเมียนไอต่างหอยู่ไพ่ปรามชนะไหมโอเคหอยยังสังกัดท้ายยุ่งหนังไอจกใจทั้งไงน้ำมุ้ยให้ลอยสบายปัตตาเลยนั่งก็ยังสบายชัดได้ก็รีได้หนังไอดิบจังนะโอเคคือก็มีอารมณ์ทางโดยเรื่องล้อก็ปงแต่เจ้าเมาได้โดยกรมบอลเนี่ยนี่นั่งจังแต่ยังว่ากรมไม่ทางปงยังว่าเตยหมดกรมตีบุญยังไงให้ประตูเมาส์ยมหนังดอกมือทัดตามีอะไรเจี๊ยบสำหรับเนี่ยนี่ได้ปลาได้ปลาทาโร่มีอะไรสำหรับเนี่ยกรมตีใบในกรมตีใบกรมตีบุญขนมไข่ปรำนี่มีอะไรสำหรับเนี่ยกรมตีบุญขนมไข่ปรำไข่อุสเบชามีปอนไข่ปรำนี่สมอคนมีสลับเบียร์ถูกอภัยในคอเนี่ยออกนี่อาด่าลมหนังในขนมจีบัดกูในขนมจีบัดสไนฮาจีบัดกางเงียครัวซาบอกเนี่ยออกนี่บ้านล้อตึกเบียร์ท่าเนี่ยออกนี่นี่เฟอร์ได้มวยได้ตั้งปีนั่งให้กันระบาดตั้งปีนะจัดใจบ้านล้อนั่งไงสลับเบียร์ถูกอภัยในคอตำแหน่งแบบหนังโดยขี้ได้ในขนมไข่ปรำนั่งเนี่ยออกนี่มีลมหนังในขนมจีบัดบักโลนไอโอเคหอยมีสลักเบียร์ไฟออฟซอดคือนี่หนังไอมีการชโลปากไก่ใหญ่ๆจัดติดด้วยขี้ได้จุ่มมวยนั่งมัดแพรจุ่มมวยนั่งมารุ่งการเงี้ยจังเต๋อไอมีหาปนแบบนั่งปันแต่เขาบอกเลยชีวิตบ้านนอกนี่รอสบายนั่งเป็นแบบจังนะคือเรื่องจุ่มลูกไอนั่งเวียการล้างก่อเวียมันอยู่หอยก่อเตยแต่รำคาญเพลย์จัดบ้านนอกนี่เต้ไว้คือแค่นี้คือนอกนี่มีนจัดเป็นเล่นโอเคมีนสบายเพียบสบายเป็นเล่นหอยหนึ่งโชคใจนี่โดนใหญ่ให้จังคือไอทานเอาคายนั่งคือนอกนี่เธอคำปรังตีคายปรำนั่งเธอคำปรังสู้ตีอัดหมดตีให้คำปรังกระดาษนั่งตีปัตตาดอกหอยนี่คืออย่างคือนอกนี่เป็นอะไรไหนจะเช่านั่งไอการวิธีมีนไอมีการวิธีโชคใจให้เรื่องตั้งนั่งอ่ะประบายนั่งคือจับดาวคลายตัวชีเรื่องอัตตการเลยโดยแบบแบบนั่งคือเวลาโตมาตีระตามีอะไรไว้สำหรับเนี่ยกรมตีบ้วนขนมไข่ปรำไข่อุดไม่ใช่ปอนไผ่ปรำนี่สมออกคนมีสลักเบียร์เดอะเฮอร์มิตจมูกนี่สลักเบียร์เดอะเฮอร์มิตคือเนี่ยต่างออกนี่ไอ้โรคเปรี้ยวสงบสงัดเนื้อมันเนี่ยไอ้จรานั่งนะกรมตีบ้วนเนี่ยต่างออกนี่ไอ้แทนนึกไปแต่เนี่ยออกนี่นะคราหรือก็จมูกนั่งมันเนื้อจราเป๊กคือไอ้มีจมูกหรือก็กำลังจัดบ้านเนี่ยออกนี่กำลังบ้านเนี่ยออกนี่คือกัดปะทอยดังนั้นซึ่งในชนะห้อยเนี่ยออกนี่ไอ้ไตแต่ตรการเนื้อมันเนี่ยไอ้สงบสงัดนะดำใบไอ้ดึกระเบียบแท้ไอ้ตั้งสมาธิไอ้รวมความจัดโคลนไอ้สบายดิกรีไอ้รวมเพิ่มมาไว้ให้ไอ้จูบเรื่องล้อให้ไอ้จวบโคลนไอ้จมูกนึงจากกบาหรือก็สุภาพมันโกเลยเนี่ยออกนี่ทุกกบานึงโอเคนึกโคลนคลายปรำนั่งไอ้นั่งไอ้เมียนเรื่องเจ้คือเรียงฮอตจัดฮอตไอ้นั่งนั่นนะปัญหาก็เมียนเรื่องสบายการล้างด้วยขี้ได้นั่งไอ้แท้ปะปะม้วนสนุกกรอยนั่งไงไอมีหาโพลแบบนั่งโจมเอาช่วยยัง for of ones นี่คือไงมีไอมีการวิธีไอขี้ได้นะในขนมการวิธีนั้นเนี่ยขี้ไอไปตั้งสบายจัดอะปัญหาเราไปหอยสงบมาเตี้ยมันคือโดยแบบเด็กสเตะแต่ไม่ดองคือออกกำลังกันลิงนั่งไงกำลังจัดอะ
ហើយចឹងទេមកដោះបៀមើពាក់ព័ន្ធជាមួយនឹងរឿងស្នេហារបស់អ្នកទាំងអស់គ្នានៅក្នុងខែ5ហ្នឹងណារឿងស្នេហាអ្នករើសក្រុមទី4នៅក្នុងខែ5នេះតើមានរឿងស្នេហារបស់អ្នកគ្នារបស់អ្នករើសក្រុមទី4ក្នុងខែ5នេះយ៉ាងម៉េចទៅសូមអរគុណស្លឹកបៀ Two of Cups ស្លឹកបៀនេះគឺថាអ្នកទាំងអស់គ្នាចុំ focus គឺអ្នកទាំងអស់គ្នាជួបនៅមនុស្សដែលស្រឡាញ់គឺអូខេអាចមានរឿងរាំងស្ទះនៅក្នុងរឿងស្នេហាហ្នឹងណាបើអ្នកគ្នាចង់បានគូពេលសន្ទវីអីរបស់អ្នកគ្នាហ្នឹងណាគឺមិនមែននៅក្នុងខែហ្នឹងឯងដែលអ្នកគ្នាអាចជួបពួកឯនេះគឺជាខែមួយដែលអ្នកគ្នាស្វែងរកខ្លួនឯងច្រើនជាងជាខែមួយដែលអ្នកគ្នាព្យាយាមស្រឡាញ់ដាក់កម្លាំងចិត្តដាក់ក្តីស្រឡាញ់នឹងឲ្យខ្លួនឯងអញ្ចឹងដូចគ្នាដែររឿងស្នេហាប្រុសស្រីហ្នឹងគឺនឹងអាចស្ទះជាមួយនឹងកលីស៊ីននេះដូចគ្នាដែរគឺស្នេហាដែលអាចថាអ្នកគ្នាសងបានហ្នឹងគឺស្នេហាយូរអង្វែងដូចរបៀបស្លាប់រស់អីហ្នឹងមួយគ្នាអញ្ចឹងតែម្ដងណាហ្នឹងហើយអញ្ចឹងនៅក្នុងខែនេះគឺអាចថាមិនជួបនោះទេមនុស្សអ្នកនឹងដែលអ្នកគ្នាចង់បានឬក៏តំណែងបែបហ្នឹងហើយម្យ៉ាងទៀតអ្នកគ្នាកំពុងតែប្រែប្រួលនៅក្នុងជីវិតរបស់ខ្លួនឯងអញ្ចឹងស្នេហាហ្នឹងឬក៏អ្នកណាដែលមានគូរួចហើយហ្នឹងគឺតំណែងហ្នឹងគឺវានៅតែចឹងគឺវាអត់មានការអាចថានឹងមានការផ្លាស់ប្ដូរអីមួយប៉ុន្តែគឺអាចមានការគិតហើយនឹងសង្ស័យទៅដល់ទៅលើមនុស្សម្នាក់ហ្នឹងច្រើនអូខេអញ្ចឹងនៅក្នុងខែហ្នឹងរឿងស្នេហាអ្នកនរគ្នាអាចត្រូវបដោយទៅតាមវាសនាខ្លះឲ្យបើឲ្យវាទៅតាមហ្នឹងណាកុំគិតច្រើនខ្លាំងពេកពួកឯងអ្នកនរគ្នានេះអាចគិតច្រើននៅក្នុងខែ5ហ្នឹងរឿងស្នេហាហ្នឹងកុំវាយកង្វល់ខ្លាំងមែនតើរកឃើញអីចឹងឯងបែបហ្នឹងអីចឹងណាខ្លាចជួបមិនជួបមើលទៅជួបបានអត់ឬក៏អីបែបហ្នឹងអញ្ចឹងក៏ធ្វើឲ្យអ្នកគ្នាព្រួយបារម្ភអូវីដេអូតាំងពីដើមមកអត់ច្បាស់ sorry អញ្ចឹងនេះឥឡូវច្បាស់ហើយវីដេអូណាហ្នឹងហើយនេះឃើញរូបច្បាស់អញ្ចឹងដូចគ្នាដែរនៅក្នុងរឿងស្នេហាហ្នឹងគឺអ្នកទាំងអស់គ្នាពេលខ្លះអាចរងាប់ចិត្តរងាប់សម្លេងនៅក្នុងខួរក្បាលរបស់អ្នកនរគ្នាហ្នឹងណាដើម្បីអាចឲ្យអ្នកគ្នាគិតមើលឃើញច្បាស់ថាតើយ៉ាងម៉េចហើយអ្នកណាគឺជាអ្នកណាអ្នកស្នេហារបស់អ្នកគ្នាត្រូវទៅណានិយាយរំទៅគឺអ្នកគ្នានឹងផ្លាស់ប្ដូរនៅគំនិតឬក៏គោលការណ៍ឧត្តមគតិរបស់អ្នកគ្នាពាក់ព័ន្ធជាមួយនឹងរឿងស្នេហាហ្នឹងហើយការចង់បានរបស់អ្នកគ្នាពាក់ព័ន្ធជាមួយនឹងរឿងស្នេហាអីចឹងទៅវីដេអូក្រុមរបស់អ្នកគ្នាមើលទៅប្រហែលជាខ្លីជាងគេខ្ញុំមានអារម្មណ៍ថាអត់មានអីច្រើននិយាយនោះទេគឺដោយសារតែអាចថានេះគឺអ្នកគ្នាក៏ធ្វើល្អហើយនេះដែរគឺមើលទៅគឺគ្រាន់តែជាខែមួយដែលទទួលបានច្រើនអញ្ចឹងអត់មានអីដែលបន្ថែមទេនេះមាន 4 of 1 នេះទៀតតើនៅក្នុងរឿងលុយកាក់របស់អ្នករើសក្រុមទី4នៅក្នុងខែឧសភាខែ5នេះយ៉ាងម៉េចខ្លះសូមអរគុណទឹកវារហ័យរ៉ូហ្វាន់នឹងអាចមានរឿងក្រុមហ៊ុនរឿងអីរឿងដូចថាក្រុមហ៊ុនធំឬក៏ស្អីគេអង្គការអីមិននឹងចូលមកដូចគ្នាដែររឿងលុយកាក់នឹងអាចមានថាពលមនុស្សប្រុសមកច្រើនអញ្ចឹងនឹងអាចមានការទទួលបានដែរប៉ុន្តែលុយកាក់ហ្នឹងគឺអាចរៀងរាំងស្ទះហើយអ្នកនរគ្នាបើដូចថាអ្នកនរគ្នាចង់ចាត់ចែងឬក៏ចង់ចាយអញ្ចឹងណាអ្នកនរគ្នាចង់ចាយអញ្ចឹងគឺអ្នកនរគ្នាចាត់ចែងតឹងកប៉ៅខ្លួនឯងខ្លាំងមែនតើហ្នឹងហើយគឺមិនមែនចេះតែដកហូតអីចឹងទៅនៅក្នុងរឿងលុយកាក់អ្នករើសក្រុមទី4 King of Pentacles មាន Two King គឺអ្នកនរគ្នាសម្រាប់រ៉ូស៊ីហើយចេះចាត់ចែងលុយខ្លួនឯងបានច្រើនប៉ុន្តែក៏អាចថាអ្នកនរគ្នាអាចកម្រិះប៉ុន្តែក៏អាចចិត្តល្អដៃទលាយដែរហ្នឹងហើយគឺដូចនៅក្នុងមួយខែហ្នឹងគឺអាស្រ័យទៅលើអារម្មណ៍ទៅលើចិត្តរបស់អ្នកនរគ្នាជាមួយ King of Pentacles តំណាងឲ្យថាមនុស្សដែលរកលុយមានបទពិសោធន៍ច្រើនហើយចឹងមានលុយកាក់សល់ច្រើនដូចគ្នាដែរណាចឹងមិនថានៅក្នុងខែ5ហ្នឹងរងលុយកាក់របស់អ្នកនរគ្នាគឺអាចតឹងនៅក្នុងការដកហ្នឹងហើយប៉ុន្តែដល់ពេលដកគឺដកទលាយខ្លាំងពួកអីនឹងជឿជាក់ថាខ្លួនឯងនឹងអាចរកបានមកវិញណាជាមួយ King of Pentacles ប៉ុន្តែនេះគឺអ្នកទាំងអស់គ្នាមនុស្សប្រខែរលុយក្រុមទី4ឬក៏មានសមត្ថភាពនៅក្នុងខាងហ្នឹងឬក៏បានប្រាក់ខែច្រើនហ្នឹងណានៅកន្លែងការងាររបស់អ្នកនរគ្នាឬក៏ធ្វើការពាក់ព័ន្ធជាមួយនឹងអ្នកគ្រប់គ្រងអ្នកដឹកនាំអីអស់ហ្នឹងចឹងទៅហើយ Six of Wands មើលទៅឃើញថាជោគជ័យម្ដងទៀតឃើញ Six of Wands តំណាងឲ្យស្លឹកវាមួយដែលទទួលបានជ័យជំនះទៅលើរឿងទៅលើនេះគឺទៅលើសង្គ្រាមឬក៏ទៅលើអីមួយណាអញ្ចឹងនេះរឿងលុយកាក់គឺអាចថាចូលមកហើយជោគជ័យបានល្អរស់ស៊ីបានល្អជាពិសេសអ្នកដែលរស់ស៊ី
គឺរកស៊ីដាច់រកស៊ីមានបានហ្នឹងហើយយកឈ្នះទៅលើសត្រូវសត្រូវគូប្រជែងរបស់អ្នកនរគ្នាទៀតក៏ថាបានដែរហ្នឹងហើយអូខេគ្រាន់ប៉ុន្តែគឺខ្ញុំឃើញថាអ្នកទាំងអស់គ្នាអាចមិនសូវរីករាយគឺដូចមិនសូវរីករាយហ្នឹងគឺដូចនៅមុខអ្នកដតីឬក៏នៅក្រៅរឿងលុយកាក់គឺអ្នកនរគ្នាអត់សូវសោយកាក់កាយឬក៏ញញឹមញញែកអីហ្នឹងនោះទេអូខេរៀងទប់ចិត្តទប់អារម្មណ៍ខ្លួនឯងខ្លាំងមែនតើគឺមុខស្ងួតតែម្ដងរឿងលុយកាក់អ្នកគ្នាអត់និយាយអីច្រើនអ្នកខ្លះគេតែងតែសុំអ្នកទាំងអស់គ្នាពេកអីចឹងណាហ្នឹងហើយដល់ពេលចឹងនេះអ្នកគ្នាអត់និយាយអីទាំងអស់ដើមឬក៏អាចថាបដិសេធគេខ្លះកុំឲ្យគេសុំពេកហ្នឹងហើយអត់ដឹងដែរមើលទៅឃើញថារឿងលុយកាក់ហ្នឹងអ្នកគ្នារៀងស្ងប់ស្ងាត់ហើយកញ្ញើបើបានច្រើនក៏អត់អួតឬក៏អត់អីដែរឬក៏អត់តំណងអីទាំងអស់ផ្ដល់ព័ត៌មានអីទាំងអស់ហ្នឹងហើយពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់របស់អ្នកគ្នាបើមិនចឹងទេខ្ញុំឲ្យនិយាយហើយអរគុណសម្រាប់ការទស្សនាខ្ញុំអស់សម្លេងនេះខ្ញុំសង្ឃឹមថាអ្នកនរគ្នាចូលចិត្តពេញចិត្តនៅវីដេអូមួយនេះហើយវីដេអូបែបហ្នឹងដែលរើសក្រុមហ្នឹងបើសិនជាចូលចិត្តកុំភ្លេចជួយ like ជួយ comment ហើយអ្នកដែលអត់ទាន់ subscribe អាចជួយ subscribe ឲ្យខ្ញុំបានហើយបើមិនចឹងទេជួបអ្នកនរគ្នានៅក្នុងវីដេអូក្រោយទៀតបាយបាយ